សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកបន្តសាច់រឿងរបស់យើងបន្តទៀតអរគុណខ្លាំងមែនទែនសម្រាប់ការឧបត្ថម្ភរបស់អ្នកទាំងអស់គ្នាហើយក៏អរគុណសម្រាប់ការជួយ Subscribe Channel ថ្មីរបស់ Admin មួយនេះផងដែរឥឡូវនេះយើងមកតសាច់រឿងរបស់យើងភាគទី41ប្លង់ដំបូងគឺនៅឯទីសហការ Gangwa មនុស្សដែលមកធ្វើការដូចជារាល់ដងប៉ុន្តែมันមានវត្តមាន Wuju ឡើយអ្វីទៅ Wuju គឺជាមនុស្សម្នាក់ដែលទៅចូលមកធ្វើការនៅទីនេះក៏ដោយប៉ុន្តែការបាត់បង់ជីវិតរបស់គេធ្វើឲ្យគ្រប់គ្នាពិតជាមានការសោកសៅមែនទែនជាពិសេសគឺជា Maru យើងតែម្ដងពីព្រោះតែគេតែងតែគិតថាគឺជាខ្លួនដែលធ្វើឲ្យ Wuju ស្លាប់ប៉ុន្តែប្រសិនបើថ្ងៃនោះលបង Wuju របស់យើងស្ដាប់តែ Maru ទៅមិនអីនោះទេប៉ុន្តែក៏បារឹងមិនព្រមស្ដាប់នរណាសោះដូចជាកូនពៅអញ្ចឹងសម្រាប់អ្នកស្រីជីវុនឃើញស្ថានភាពដូចជាស្ងាត់ពេកគាត់ក៏ឈាមួយតែម្ដងដោយគាត់បានស្រែកថារួចរាល់ហើយនៅពួកយើងនាំគ្នាទៅញ៉ាំអាហារបន្ទាប់មក Maru ដែលកំពុងតែសោកសៅគេក៏បានតទៅវិញថាខ្ញុំមិនមានអារម្មណ៍នៅក្នុងការញ៉ាំអាហារនោះទេអ្នកទាំងអស់គ្នាទៅចុះបន្ទាប់មកពួកគេទាំង4នាក់ក៏ធ្វើដំណើរទៅញ៉ាំអាហារគឺដោយតែការគ្មានវត្តមានរបស់ Maru ជាមួយនឹងស៊ុនវូអញ្ចឹងគឺថា4នាក់ដូចមុនហើយអ្នកស្រីជីវុនក៏បន្តទៀតថាចាប់តាំងពីការស្លាប់របស់ Wuju មក Maru មើលទៅពិតជាបាក់ទឹកចិត្តខ្លាំងមែនទែនខ្ញុំពិតជាបារម្ភអំពីគេណាស់យើងមើលទៅមុខម្នាក់ៗពិតជាសោកសៅវាមិនមែនមានត្រឹមតែ Maru នោះទេគឺគ្រប់គ្នាបានបាក់ទឹកចិត្តបរិយាកាសគឺអាក្រក់មែនទែនបន្ទាប់មកប្លង់របស់យើងក៏កាត់មកដមដែលពួកគេរស់នៅវិញដមគេដល់កោហើយដមទៅខុនដូអញ្ចឹងដមគេលោកមេក្រុម Kemen បានដើរចូលទៅក្នុងបន្ទប់របស់ស៊ុនវូហើយមើលទៅភាពសោកសៅរបស់គេប៉ុន្តែគាត់មិនបានអាណិតឡើយគាត់ក៏និយាយទៅកាន់ Maru ថា Maru ហេតុអីបានជាឯងមិនព្រមយកសម្រាមចេញទៅខាងក្រៅខណៈពេលដែលខ្ញុំកំពុងតែបង្កើត ramen នឹងដូចស៊ុបមីអញ្ចឹងអ្នកនរគ្នាចែថាដឹងពិតអត់ហ៎បន្ទាប់ពី Maru យកសម្រាមយ៉ាងច្រើនចេញពីក្នុងបន្ទប់របស់គេមកគេក៏បានជួបគ្នាជាមួយនឹងកញ្ញាឆាណាពីព្រោះតែឆាណានាងក៏នៅទីនោះផងដែរណាមួយនៅទីនោះវាជិតនឹងអហ្វីសស្រួលនៅក្នុងការទៅមកមិនត្រឹមតែឆាណាប៉ុណ្ណោះទេដែលនៅទីនេះអ្នកស្រីជីវុនលោកគីមក៏នៅទីនោះផងដែរ admin ជាហៅគេអ្នកស្រីនឹងជីពេនឹងមានប្តីអត់ដងនៅពេលនោះឆាណាក៏ឃើញ Maru យកសម្រាមយ៉ាងច្រើនដែលនាងខ្លាចគេថាខ្លួនអត់ចិត្តនិងជាមនុស្សមិនចេះយកអាសាគ្នានាងក៏ទៅជួយយកសម្រាមរបស់ Maru ក៏ខេប្រកែកថាមិនអីដែរប៉ុន្តែដៃហុចឲ្យគេកាន់បាត់ទៅហើយអំឡុងពេលដែលពួកគេកំពុងតែដើរយកសម្រាមចោលទៅខាងក្រៅឆាណាក៏និយាយទៅកាន់ Maru ថា Maru ឯងមិនចាំបាច់បន្ទោសខ្លួនឯងអំពីការស្លាប់របស់ Wuju ទេគ្រប់គ្នាដែលនៅលើកោះ Gangwa មានទំនួលខុសត្រូវមួយចំនួនប៉ុន្តែ Maru នៅតែនិយាយថាអត់ទេនេះគឺជាកំហុសរបស់ខ្ញុំអ្នកមិនចាំបាច់មកលួងលោមខ្ញុំឡើយឆាណាក៏បាននិយាយទៅវិញខ្ញុំមិនបានលួងលោមឡើយខ្ញុំប្រាប់ Maru ឯងឲ្យប្រឈមមុខជាមួយនឹងវានិងបន្តដំណើរទៅមុខទៀតនោះហើយគឺជារបៀបដែលយើងទាំងអស់គ្នារស់នៅទីនេះក្នុងសមាជិកនីមួយៗសុទ្ធតែបាត់បង់នរណាម្នាក់ដែលសំខាន់ Maru គេក៏គិតថាគ្រប់គ្នាតែចង់មានន័យថាម៉េចភ្លាមនោះសញ្ញានៃការប្រកាសអាសន្នក៏បានបន្លឺឡើងក៏ព្រោះតែមានបិសាចខ្សាច់ពណ៌លឿងមួយទៀតបានបង្ហាញខ្លួនហើយបិសាចខ្សាច់ពណ៌លឿងនោះទៀតសោតគឺមាន level 6លោកមេក្រុម Kemen បានឲ្យអ្នកស្រីជីវុនយូសុកជាមួយនឹងហាន Maru គឺជាអ្នកទៅហើយលោក Kemen ក៏បានបន្តទៀតថាខ្ញុំមិនទៅពីព្រោះតែពោះរបស់ខ្ញុំឈឺដោយសារតែខ្ញុំបានញ៉ាំសាច់អាំងកាលពីយប់មិញបន្ទាប់មក Maru ក៏ចាប់ផ្ដើមពាក់អាវរបស់គេបំរុងនឹងចាកចេញទៅហើយប៉ុន្តែប្រុសស្អាតស៊ុនវូគាត់ក៏បាននិយាយថា Maru មិនបាច់ទៅទេទោះខ្ញុំគឺជាអ្នកទៅជំនួស Maru ខ្លាចពេលដែល Maru ទៅគេចាស់កំហឹងឡើងសាជាថ្មីម្ដងទៀតនោះគិតមិនទៅហើយព្រាមនោះយើងស្រាប់តែឃើញ Maru ដេកលក់បាត់មិនដឹងថាមានរឿងអ្វីកើតឡើងចំពោះគេទេអ្នកស្រីជីវុនក៏បាននិយាយថាតើឯងបានធ្វើអីចំពោះក្មេងតូចនេះក្នុងចិត្តស៊ុនវូក៏ទៅលើ Maru ថាអាកប្បកិរិយាអាចង្រៃយកមួយនេះគឺរំខានខ្លាំងណាស់យើងមិនដឹងថាយ៉ាងម៉េចនោះទេប៉ុន្តែប្លង់របស់យើងក៏កាត់មកនៅពេលដែលអ្នកទាំង3ដើរទៅរកបិសាចខ្សាច់ពណ៌លឿងនៅពេលនេះពួកគេទាំងអស់គ្នាដើរនិយាយគ្នាលេងធម្មតាប៉ុន្តែពួកគេបានចូលដល់តំបន់បិសាចខ្សាច់ពណ៌លឿងហើយដោយសារតែទីនោះសុទ្ធតែខ្សាច់ពណ៌លឿងពាសពេញស៊ុនវូក៏ចាប់ផ្ដើមពាក់ស្រោមដៃនិងចាប់ផ្ដើមដើររកបិសាចខ្សាច់ពណ៌លឿងមួយនោះមិនទាន់បានទាំងទៅដើររកវាផងស្រាប់តែថ្ងាសរបស់ស៊ុនវូហូរឈាមតែម្ដងនឹងធ្វើឲ្យស៊ុនវូដួលខ្ពកទៅនឹងដីផងដែរដោយគេមិនបានដឹងឡើយថាកំពុងតែមានរឿងអ្វីកើតឡើងនៅពេលនោះយើងក៏ឃើញបិសាចខ្សាច់ពណ៌លឿងមួយក្បាលដែលវាធ្វើឲ្យណាមយូសុកដេកដួលនៅមុខវាផងដែរបិសាចមួយនេះហាក់បីដូចជាចម្លែកបន្តិចដោយសារតែវាមានកូនខ្នងនិងពណ៌របស់វាក្រហមឆ្អិនឆ្អៅប៉ុន្តែយើងនៅមិនទាន់បានឃើញសម្រស់របស់វាឡើយមិនដឹងថាសង្ហាដូចជាបិសាចរដងឬអត់នោះទេស៊ុនវូគ្រាន់តែឃើញវាភ្លាមក៏ប្រើសមត្ថភាពរបស់គេបណ្ដាច់ក្បាលវាចោលតែម្ដងហើយបិសាចមួយនោះក៏ងាប់បាត់ទៅយើងឃើញថាការសម្លាប់បិសាចខ្សាច់ពណ៌លឿងរដងដូចជាវាមិនងាយស្រួលបែបនឹងនោះទេវាប្រកាសណាស់ច្បាស់ជាមានរឿងអ្វីលាក់បាំងពីក្រោយនៅនេះទៀតពួកគេទាំង3នាក់បានគិតថាការងាររបស់គេបានចប់ហើយប៉ុន្តែប្រសិនបើយើងមើលការសម្គាល់តែកាន់ថ្ងាសរបស់ពួកគេនីមួយៗតែងតែមានស្នាមក្រហមមួយដូចជាឥណ្ឌាអញ្ចឹងភ្លាមនោះយូសុកគេក៏ក្រឡេកឃើញឆ្មាមួយក្បាលរាងរបស់វាម៉ាប់មុខឡើងស្អុយប៉ែគ្មានហុងស៊ុយសំបីតែបន្តិចដោយយូសុកគេបានហៅវាថាជេចាំងអ្នកស្រីជីវុនក៏ឆ្ងល់
ថាយូសុកគេស្គាល់ឆ្មានឹងដែរបន្ទាប់មកយូសុកគេក៏ប្រាប់វិញថាវាមើលទៅដូចជាឆ្មារបស់ខ្ញុំប៉ុន្តែវាគ្មានផ្លូវដែលវាមកទីនេះទេបន្ទាប់មកយូសុកក៏ចង់នាំវាទៅអភិសនិងចិញ្ចឹមវាពីព្រោះតែគេគិតថាឆ្មាមួយនឹងនៅទីនេះពិតជាមានគ្រោះថ្នាក់ប៉ុន្តែយូសុកពិតជាឆ្ងល់ជាខ្លាំងតែហេតុអ្វីបានជាឆ្មាមួយនេះវាធ្ងន់ម្ល៉េះសុនវូឃើញដូចនេះក៏និយាយទៅកាន់យូសុកតើអ្នកនឹងនាំឆ្មាមួយនេះទៅកាន់អភិសបន្ទាប់មកអ្នកស្រីជីវុនក៏អនុញ្ញាតឲ្យយូសុកយកទៅដោយសារតែមើលទៅយូសុកគេពិតជាសប្បាយចិត្តប៉ុន្មានហើយយូសុកពិតជាសប្បាយចិត្តណាស់នៅពេលដែលបានឆ្មាមួយនឹងពីព្រោះតែវាដូចជាជេរឆាំងរបស់គាត់អញ្ចឹងគាត់ក៏បានយកទៅអួតអ្នកនៅអភិសដែលគាត់បាននិយាយទៅកាន់ពួកគេថាតែនណែមើលអីនេះខ្ញុំបានយកវាមកពីលើភ្នំសិនវូជាមួយនឹងឆាណាគ្រាន់តែឃើញភ្លាមភ្ញាក់ផ្អើលជាខ្លាំងហើយបើដូចជាគេកំពុងតែឃើញបិសាចខ្សាច់ពណ៌លឿងអញ្ចឹងឆាណាក៏ប្រាប់ឲ្យណាំយូសុកទម្លាក់វាចុះឲ្យលើនេះណាំយូសុកក៏ប្រាប់ទៅវិញថាមិនចឹងវាខ្ជូតណាពិតជាខ្ជូតរបស់គេមែនថាមានអីប្លែកហើយអាពូនឹងនាំបិសាចខ្សាច់ពណ៌លឿងចូលក្នុងអហ្វីសហើយដែលឆ្មាមួយនោះក៏ពិតគឺជាបិសាចខ្សាច់ពណ៌លឿងដែលវាបានប្រើធម្មពលរបស់វាឲ្យអ្នកទាំង3នោះមានការភ័ន្តច្រឡំដោយគិតថាវាគឺជាឆ្មាដ៏ខ្ជូតទៅវិញប៉ុន្តែអ្នកដែលមិនត្រូវភាពវង្វេងវង្វាន់នោះដូចជាម៉ារូជាមួយនឹងឆាណាគេមិនឃើញវាគឺជាឆ្មាខ្ជូតឡើយដោយវាមានឈ្មោះថាបិសាចខ្សាច់ពណ៌លឿងថតចម្លងយើងនឹងចាំមើលសមត្ថភាពរបស់វាជាស្ដែងថាជាអ្វីនោះភ្លាមបិសាចខ្សាច់ពណ៌លឿងមួយនឹងវាក៏លោតចេញពីដៃរបស់យូសុកនិងធ្លាក់មកដល់ដីបន្ទាប់មកវាក៏ធ្វើឲ្យលោកគឹមឆាណាជាមួយនឹងម៉ារូមានរបួសថ្ងាសផងដែរយើងមិនទាន់បានដឹងអត្ថន័យនៃរបួសថ្ងាសនោះឡើយហើយច្បាស់ជាវាមានលំនាំរបស់វាទៀតបន្ទាប់ពីធ្លាក់មកដល់ដីវាក៏រត់ចាក់ចេញពីយូសុកទៅប៉ុន្តែយូសុកមើលឃើញគេនៅតែជាឆ្មាដដែលគេឃើញឆ្មារបស់គេរត់ចេញទៅគេក៏រត់ដេញទៅតាមនិងហៅវាឲ្យឈប់ប៉ុន្តែវាមិនឈប់ឡើយវាចេះតែរត់បន្តទៅទៀតបន្ទាប់ពីយូសុករត់ដល់កន្លែងមួយធ្វើឲ្យគេមានភាពភ្ញាក់ផ្អើលជាខ្លាំងពីព្រោះតែគេបានឃើញខ្លោងទ្វារមួយដ៏ធំបើយើងក៏លេចមើលទៅកាន់លោកខេមែនរបស់យើងឯនេះវិញគាត់ក៏មានរបួសថ្ងាសផងដែរហើយបិសាចមួយនោះបានធ្វើឲ្យក្បាលរបស់គាត់ឈឺជាខ្លាំងហើយគាត់ក៏មិនដឹងថាវាជាបិសាចប្រភេទអីដែរបន្ទាប់មកកាត់មកនៅពេលដែលពួកគេជួបជុំគ្នានិងដោះស្រាយអំពីបិសាចខ្សាច់ពណ៌លឿងនៅក្នុងអហ្វីសនេះលោកខេមែនដែលមានរបួសថ្ងាសនោះក៏និយាយទៅកាន់យូសុកថាយូសុកតែឯងនាំបិសាចខ្សាច់ពណ៌លឿងចុះពីលើភ្នំមកគ្រប់គ្នាមើលទៅកាន់យូសុកព្រាតព្រមទាំងអ្នកដែលអនុញ្ញាតនោះផងដែរគឺថាមកឡើងមើលដល់យូសុកហ្មងប៉ុន្តែយូសុកគេប្រាប់ទៅវិញថាពីព្រោះតែខ្ញុំមើលទៅវាដូចជាឆ្មារបស់ខ្ញុំជីចាំងហើយអ្នកផ្សេងក៏គេឃើញអញ្ចឹងដែរហើយអីបានជាមកស្ដីបន្ទោសឲ្យខ្ញុំតែម្នាក់ឯងអញ្ចឹងបងស្រីជីវុនគាត់ក៏អនុញ្ញាតឲ្យខ្ញុំយកមកដែរបន្ទាប់មកបងស្រីជីវុនខ្លាចគេស្ដីឲ្យពេកក៏ស្រែកឡើងថាយើងឈប់បន្ទោសគ្នាទៀតទៅអត់មានប្រយោជន៍អីទេខ្សាច់ពណ៌លឿងវាកំពុងតែរីករាលដាលហើយបិសាចខ្សាច់ពណ៌លឿងវាកំពុងតែនៅក្នុងអគារតោះឥឡូវយើងនាំគ្នាចេញទៅមើលវាបន្ទាប់មកពួកគេក៏ធ្វើដំណើរទៅដល់កន្លែងមួយនោះហើយនៅទីនោះផងដែរដូចជាទ្វារមួយអញ្ចឹងបងស្រីជីវុនគាត់ដើរទៅនោះថ្នមនិងបានស្ដាប់សំឡេងពីត្រង់នោះហើយនឹងប្រាប់ឲ្យគ្រប់គ្នាប្រយ័ត្នវាអាចជាការបំភាន់បន្ទាប់មកពួកគេទាំងអស់គ្នាក៏ចេញមកដល់កន្លែងមួយដែលទីនោះទៀតសោតហាក់បីដូចជានៅលើភ្នំអញ្ចឹងទាំងដែលពួកគេមិញនៅក្នុងអហ្វីសស្រាប់តែនៅពេលដែលចូលក្នុងទ្វារនោះចេញមកដល់ទីនេះប៉ុន្តែពួកគេក៏ដឹងថាទាំងអស់នោះគឺជាការបំភាន់ប៉ុន្តែការបំភាន់មួយនេះពិតជាអស្ចារ្យខ្លាំងមែនទែនរូចឆាណាក៏ឃើញបិសាចខ្សាច់ពណ៌លឿងមួយក្បាលនឹងឲ្យគ្រប់គ្នាមើលទៅកាន់វាបិសាចនោះទៀតសោតរូបរាងរបស់វាដូចជាពេញពីងប៉ុន្តែបមារបស់វាវិញគឺធំខ្លាំងណាស់ហើយឈ្មោះរបស់វាគឺជាបិសាចខ្សាច់ពណ៌លឿងពេញពីងហើយយើងក៏ដូចជាឃើញមានមនុស្សកំពុងតែដេកស្លាប់នៅក្រោមវានៅក្នុងនោះផងដែរក៏មានក្មេងម្នាក់ទៀតគ្រាន់តែឃើញបែបនេះភ្លាមអ្នកស្រីជីវុនក៏ចាប់ផ្ដើមភ្ញាក់ផ្អើលជាខ្លាំងរួចគាត់ក៏ស្រមៃនៅពេលដែលគាត់នៅជាមួយនឹងក្មេងប្រុសម្នាក់ដែលទំនងជាកូនរបស់គាត់នឹងឯងហើយចំណែកក្មេងប្រុសដែលស្លាប់នោះវាដូចទៅនឹងក្មេងប្រុសម្នាក់នោះដូចគ្នាប៉ុន្តែមិនហើយក្មេងប្រុសម្នាក់នោះគឺជាកូនរបស់គាត់ជាមួយនឹងគាត់ផងដែរទាំងអស់នោះគ្រាន់តែជាការស្រមោលស្រមៃរបស់អ្នកស្រីជីវុនប៉ុណ្ណោះប៉ុន្តែការស្រមោលស្រមៃមួយនេះវាដូចជាការពិតខ្លាំងណាស់គឺធ្វើឲ្យអ្នកស្រីជីវុនហូរទឹកភ្នែកភ្លាមៗតែម្ដងនិងមានការទ្រហោយំជាខ្លាំងអ្នកស្រីជីវុនទោះបីជាដឹងថានោះគឺជាការស្រមោលស្រមៃក៏ដោយក៏គាត់ចង់រត់ទៅរករូបភាពនោះផងដែរប៉ុន្តែឆាណាក៏គាត់ដោយមិនឲ្យគាត់ចូលឡើយដោយប្រាប់គាត់ថាវាមានគ្រោះថ្នាក់នោះគឺជាការបំភាន់តែប៉ុណ្ណោះប៉ុន្តែអ្នកស្រីជីវុននៅតែទ្រហោយំរួចនិយាយថាខ្ញុំចង់ទៅទីនោះហើយគឺជាបិសាចដែលខ្ញុំបានឃើញដំបូងគេបង្អស់កូនប្រុសរបស់ខ្ញុំគឺនៅទីនោះឆាណានាងក៏ព្យាយាមប្រាប់គាត់ថានោះមិនមែនជាការពិតទេគឺជារូបភាពបំភាន់តែប៉ុណ្ណោះបិសាចខ្សាច់ពណ៌លឿងមួយនោះវាបានចោះថ្ងាសរបស់ពួកគេហើយវាកំពុងតែធ្វើការអានការចងចាំរបស់ពួកគេផងដែរដើម្បីឲ្យវាបានបង្កើតការបំភាន់ទាំងនេះឡើងបន្ទាប់មកម៉ារូក៏ចង្អុលទៅកាន់បិសាចខ្សាច់ពណ៌លឿងពេញពីងនោះហើយនិយាយថាតើមួយនឹងវាជាការបំភាន់ដែរមែនស៊ុនវូក៏និយាយតបវិញដូចជាមិនមែនទេវាច្បាស់ជាការចម្ល
ឡងអំពីបិសាចខ្សាច់ពណ៌លឿងពិតប្រាកដដែលផ្អែកទៅលើទិន្នន័យដែលវាបានប្រមូលពីពួកយើងម៉ារូក៏ឆ្ងល់ថាតើវាអាចទៅរួចដែរដោយប្រើការចម្លងបែបនេះប៉ុន្តែនៅពេលនោះគេក៏ចាំនៅពាក្យដែលអេដូលនិយាយជាមួយនឹងគេដែលអេដូលគេបានប្រាប់ថាឈាមរបស់បិសាចខ្សាច់ពណ៌លឿងវានឹងហូរតាមសរសៃរបស់យើងប្រសិនបើយើងគឺជាអ្នកប្រើប្រាស់សមត្ថភាពវាម្យ៉ាងវិញទៀតយើងដូចជាអ្នកដឹកជញ្ជូនឲ្យបិសាចខ្សាច់ពណ៌លឿងអញ្ចឹងគឺមានន័យថាបិសាចខ្សាច់ពណ៌លឿងដែលបានផ្ដល់ធម៌ពលឲ្យពួកគេនឹងត្រូវបានចម្លងមកដល់ទីនេះបន្ទាប់មកឆាណានាងក៏បាននិយាយថាពិតមែនហើយបិសាចខ្សាច់ពណ៌លឿងដែលមានល្បីដប់ដែលវាចងភ្ជាប់ជាមួយនឹងមេក្រុមហើយបិសាចស៊ីច្រើនដែលភ្ជាប់ទៅជាមួយនឹងម៉ារូនោះអាចនឹងលេចឡើងទាំងពីរផងដែរទាំងអស់នេះក៏ព្រោះតែសមត្ថភាពចម្លងរបស់បិសាចខ្សាច់ពណ៌លឿងនេះហើយតើពួកគេទាំងអស់គ្នានឹងអាចបញ្ឈប់វាបានដែរឬអត់ជាមុនដំបូងរបស់ពួកគេគឺត្រូវប្រយុទ្ធជាមួយនឹងបិសាចពេញពីមួយនេះសិនយើងនឹងទៅមើលការប្រយុទ្ធរបស់គេនៅភាគក្រោយបន្ទាប់មកភាគទី31នេះក៏ត្រូវបញ្ចប់នៅត្រឹមនេះតោះឥឡូវយើងចាប់ផ្ដើមចូលមកភាគទី32ទាំងអស់គ្នានៅក្នុងភាគនេះគឺគេបង្ហាញយើងអំពីទឹកមុខរបស់ម៉ារូមើលទៅគាត់ហាក់បីដូចជាមិនទាន់គ្រប់គ្រងស្ថានភាពរបស់ខ្លួនឯងបានទាំងស្រុងនោះទេបន្ទាប់ពីមានបញ្ហាជាមួយនឹងវូជូនោះគេនៅតែគិតនៅក្នុងអារម្មណ៍របស់គេថាប្រសិនបើគេបរាជ័យនៅក្នុងការសម្លាប់បិសាចចម្លងមួយនោះយើងនឹងប្រឈមមុខជាមួយនឹងបិសាចស៊ីច្រើននោះជំនួសវិញប្រសិនបើបិសាចមួយនោះវាបង្ហាញខ្លួនហើយវាសម្លាប់គ្រប់គ្នានៅទីនេះម៉ារូគិតទាំងភាពច្របូកច្របល់និងមិនមានអារម្មណ៍មូលនៅក្នុងខ្លួនរបស់គេឡើយនៅពេលនោះលោកមេក្រុមខេមែនក៏ហៅទៅកាន់ម៉ារូនិងប្រាប់គេថាកុំបារម្ភអីគ្មាននរណាម្នាក់ដែលស្លាប់នៅទីនេះទេទទួលបានអត់ហើយយើងត្រូវតែមានទូនាទីការពារអ្នកគ្រប់គ្នានៅទីនេះបន្ទាប់មកយើងក៏ឃើញឆាណាជាមួយនឹងស៊ុនវូចូលទៅប្រយុទ្ធឆាណានាងគឺជាអ្នកហោះទៅកាប់បិសាចមួយនោះហើយស៊ុនវូគឺជាអ្នករារាំងដៃជើងរបស់វាអញ្ចឹងហើយនៅពេលដែលពួកគេទាំងពីរអ្នកសហការគ្នាគឺថាកាត់ក្បាលបិសាចនោះបានយ៉ាងងាយបន្ទាប់ពីបិសាចមួយនោះត្រូវបានសម្លាប់ដោយឆាណាជាមួយនឹងស៊ុនវូហើយអ្វីៗក៏ចាប់ផ្ដើមវិលទៅរកសភាពដើមគឺនៅពេលដែលពួកគេនៅក្នុងកាហ្វេនឹងឯងប៉ុន្តែក៏មានទ្វារមួយទៀតត្រូវបានបង្ហាញចេញមកដោយពួកគេមិនដឹងថាបិសាចខ្សាច់ពណ៌លឿងចម្លងនោះទូខ្លួនរបស់វានៅទីណាឡើយឆាណានាងក៏បានដើរទៅសួរអ្នកស្រីជីវុនថាមិនអីទេទឹកមុខរបស់អ្នកស្រីជីវុនក៏នៅតែសោកសៅប៉ុន្តែគាត់ប្រាប់ទៅឆាណាថាមិនអីទេខ្ញុំអូខេអ្នកស្រីជីវុននៅតែបន្តសោកសៅបែបនេះគឺយើងទាំងអស់គ្នាបានដឹងរួចមកហើយគឺគាត់បានឃើញបិសាចខ្សាច់ពណ៌លឿងមួយនោះសម្រាប់កូនប្រុសរបស់គាត់ផ្ទាល់នឹងភ្នែកក្នុងចិត្តរបស់ម៉ារូពិតជាមានកំហឹងជាមួយនឹងបិសាចកូពីនោះខ្លាំងមែនទែនឥឡូវយើងមកមើលស៊ុនវូឯនេះវិញដែលគេនិយាយថាខ្ញុំនឹងធ្វើការបើកទ្វារបន្ទាប់អញ្ចឹងឆាប់សម្លាប់បិសាចមួយនឹងឲ្យលឿនទៅហើយនឹងចាក់ចេញពីកន្លែងនរោនេះរួចស៊ុនវូក៏បានបើកទ្វារចូលទៅបន្ទាប់មកម៉ារូនៅពេលដែលគេឃើញគឺគេដឹងថានោះគឺជាការចងចាំរបស់លោកពូគឹមនៅពេលនោះគាត់ជាមួយនឹងភរិយារបស់គាត់រស់នៅជាមួយគ្នាយ៉ាងមានក្តីសុខប៉ុន្តែថ្ងៃមួយស្រាប់តែមានរឿងដ៏ចម្លែកនៅក្នុងផ្ទះរបស់គាត់ដោយមានផ្សិតជាច្រើនបានបង្ហាញខ្លួននិងតោងទៅលើពួកគាត់ផងដែរត្រឡប់មកវិញយូសុកក៏ស្រែកឡើងតែភ្ញាក់ផ្អើលថាបិសាចមួយនោះវានៅលើពីដានបន្ទាប់ពីម៉ារូគេងាកទៅមើលគឺឃើញថាបិសាចផ្សិតមួយនោះគឺនៅលើពីដានមែនដោយរាងកាយរបស់វាពោពេញទៅដោយផ្សិតបន្ទាប់មកវាក៏ប្រើសមត្ថភាពរបស់ផ្សិតនោះចូលទៅក្នុងពោះរបស់ពួកគេគ្រប់គ្នាហើយម៉ារូក៏ត្រូវផ្សិតនោះចូលក្នុងពោះផងដែរហើយនឹងវាដកចេញតាមមាត់មកវិញដែលធ្វើឲ្យម៉ារូនៅពេលនោះពិតជាពិបាកនៅក្នុងការគ្រប់គ្រងវាខ្លាំងមែនទែនស្ទើរតែស្លាប់ម្ដងម្កាលពីព្រោះថាផ្សិតមួយនោះវាបានជ្រាបចូលទៅក្នុងពាសពេញរាងកាយសូម្បីតែសួតនិងគ្រឿងក្នុងផ្សេងៗក៏វាចូលទៅដល់ដែរម៉ារូគេថាបើសិនជាខ្លួនគេដល់ថ្នាក់នឹងទៅហើយចុះអ្នកផ្សេងទៀតមែនហើយអ្នកផ្សេងទៀតគឺថាដេកខ្ពកអរលីងប៉ុន្តែយើងក៏មិនទាន់ដឹងថានេះគឺជាការស្រមើស្រមៃឬជាការពិតនោះទេគ្រាន់តែដឹងថាផ្សិតនៅពេញមាត់របស់ពួកគេនិងជ្រាបចូលទៅដល់ពេញគ្រឿងក្នុងផងដែរដែលធ្វើឲ្យពួកគេមិនអាចកម្រើកបានក៏ដូចជាដេកនៅទីនោះប្រងព្រាតប៉ុន្តែម៉ារូគេមានសមត្ថភាពនៅក្នុងការព្យាបាលលឿនដូច្នេះហើយគេមិនកាត់អីនោះទេគ្រាន់តែមានការជឿចាស់បន្តិចបន្តួចតែប៉ុណ្ណោះរួចម៉ារូក៏សម្រេចចិត្តក្នុងការធ្វើរឿងនេះដោយខ្លួនគេដោយសម្លាប់បិសាចមួយនោះដោយផ្ទាល់ដៃរបស់គេតែម្ដងហើយម៉ារូក៏ធ្វើការហត់ទៅខំបិសាចខ្សាច់ពណ៌លឿងមួយនោះខំយករហូតដល់វាធ្លាក់ពីលើពីដានមកវិញបន្ទាប់ពីម៉ារូខំវាងាប់បាត់ហើយគឺគេមិនអាចចម្លងសមត្ថភាពរបស់វាបាននោះទេដោយសារតែរូបរាងបិសាចខ្សាច់ពណ៌លឿងមួយនោះគឺជារូបរាងចម្លងផងដែរម៉ារូក៏ងើបឡើងវិញយ៉ាងសង្ហានិងសួរទៅកាន់អ្នកគ្រប់គ្នាតែអ្នកទាំងអស់គ្នាអត់អីទេមើលទៅដូចទុនជ្រាយដល់ហើយចំណែកឯជីសុកវិញនៅពេលនោះគេគិតថាគេចេះរយបាត់ទៅហើយឆាណាងើបឡើងរកតែម៉ារូតែប៉ុណ្ណោះហើយឥឡូវនេះពួកគេទាំងអស់គ្នាក៏ដឹងព្រះកាយវិញផងដែរដោយសារតែបិសាចខ្លួនមួយនោះវាបានស្លាប់បាត់ទៅហើយអ្វីដែលសោកសៅសម្រាប់ពួកគេនោះគឺជាលោកពូគឹមកំពុងតែសោកសៅនឹករលឹកទៅដល់ប្រពន្ធគាត់ដោយវាត្រូវបានស្លាប់ដោយសារបិសាចខ្សាច់ពណ៌លឿងមួយនេះហើយចឹងហើយគាត់ក៏អង្គុយស្រងោយសង្ហេសម្នាក់ឯងនៅគៀននោះទៅឆាណាគេបានធ្លាប់ប្រាប់ថានៅទីនេះអ្នកគ្រប់គ្នាម្នាក់គឺតែងតែមានអ្នកបាត់បង់សមាជិកដ៏សំខាន់ម្នាក់នៅក្នុងគ្រួសារអញ្ចឹងហើយបានជាធ្វើឲ្យម៉ារូនៅពេលនេះមានកម្លាំងចិត្តយ៉ាងខ្លាំងពីព្រោះថាមិនមែនមានត្រឹមតែម៉ារូនោះទេដែលមានបញ្ហានឹងរឿង
រឿងលាក់នៅក្នុងចិត្តជាច្រើនគឺក្រុមរបស់ពួកគេទាំងអស់គ្នាម្នាក់ៗគឺសុទ្ធតែមានរឿងសំខាន់នៅក្នុងចិត្តដូចគ្នាអញ្ចឹងហើយម៉ារូមិនអាចចោះចាញ់អំពីរឿងនេះបានឡើយគេត្រូវតែតស៊ូទៅមុខបន្តទៀតម៉ារូបំរុងនឹងដើរចាក់ចេញពីទីនោះស្រាប់តែលបងស៊ុនវូគាត់ក៏និយាយថាហើយអ្នកទាំងអស់គ្នាតោះយើងទៅមុខបន្តទៀតម៉ារូពិតជាមានការខឹងសម្បាជាមួយនឹងរឹកពីរបស់ស៊ុនវូខ្លាំងមែនទែនដែលធ្វើខ្លួនឯងដូចជាហំហានខ្លាំងណាស់ដូចជាថ្នាក់ដឹកនាំអញ្ចឹងមកធ្វើឯងដើរបើកផ្លូវបើកអីណាទៅខ្ចប់មិញទាំងអស់គ្នាសោះនឹងអត់រៀងស៊ុនវូគេបំរុងនឹងបើកទ្វារបន្តទៀតប៉ុន្តែម៉ារូក៏គេមកខាត់នឹងបាននិយាយទៅកាន់ស៊ុនវូថាហើយឯងកុំបើកទ្វារលឿនពេកយើងអត់ដឹងទេថាអាចនឹងមានអីចេញមកបន្តទៀតលបងស៊ុនវូនិយាយយ៉ាងជំលើយទៅកាន់ម៉ារូវិញថាចេញយើងមិនខ្វល់ទេបើវាចេញមកយើងសម្លាប់វាទៅឥឡូវហ្នឹងយើងត្រូវតែរកអាបីសាច្រឡំមួយនោះឲ្យឃើញបន្ទាប់ពីស៊ុនវូបានបើកទ្វារចេញមកគឺឃើញបរិសម្នាក់ដែលឈរនៅទីនោះវាប្រហាក់ទៅនឹងអេលដុលម៉ារូគេក៏ព្យាយាមមើលហើយឆ្ងល់ថាតើនរណាគេឈរនៅទីនោះប៉ុន្តែនោះមិនមែនជាអេលដុលឡើយគឺជាស៊ុនវូនឹងឯងក៏ព្រោះតែប៉ុកកូនឹងចឹងហើយសក់ក៏ដូចគ្នាមកក៏ដូចគ្នាទៀតនោះគឺជា memory របស់ឯងវាមើលទៅវាដូចជាខ្លួនរបស់ឯងហ្នឹងស៊ុនវូបន្ទាប់ពីដឹងថានោះគឺជា memory របស់ខ្លួនគឺធ្វើឲ្យស៊ុនវូមានការក្រញាញ់ខួរតែម្ដងក៏ព្រោះតែគេមិនចង់ឲ្យនរណាដឹងអំពីរឿងរបស់ខ្លួនប៉ុន្តែនៅពេលនេះអ្វីសាច់ពលលឿងមួយនឹងវាធ្វើឲ្យអាចកំបាំងរបស់មនុស្សម្នាក់បែកធ្លាយអស់រលីងបន្ទាប់មកក៏មានបិសាចមួយចេញពីខ្លោងទ្វារនោះហើយដែលគេហៅថាគឺជាបិសាចប្រសាទដែលជាសមត្ថភាពរបស់ស៊ុនវូប្រើប្រាស់រាល់ថ្ងៃនេះឯងសម្រាប់ memory របស់ស៊ុនវូគឺមិនដូចជាអ្នកដទៃនោះទេអ្នកដទៃគឺគេតែងតែសោកសៅនៅពេលដែលជួបបិសាចខ្សាច់ពណ៌លឿងប៉ុន្តែស៊ុនវូគេបែរជាទៅនិយាយជាមួយនឹងបិសាចខ្សាច់ពណ៌លឿងទៅវិញនៅពេលនោះគេរត់មកជួបបិសាចខ្សាច់ពណ៌លឿងនិងបានសុំសមត្ថភាពរបស់បិសាចខ្សាច់ពណ៌លឿងគឺសុំឲ្យគេមានកម្លាំងខ្លាំងជាងឪពុករបស់ខ្លួនចំណែកឯម៉ារូរបស់យើងគ្រាន់តែបានឃើញនៅ memory នោះហើយធ្វើឲ្យគេព្រឺក្បាលខ្ញាក់តែម្ដងក៏ព្រោះតែមិនដែលមានអាចឈួតណាមកសុំសមត្ថភាពពីបិសាចខ្សាច់ពណ៌លឿងឡើយស៊ុនវូគេក៏បាននិយាយថាវាជាវិធីតែមួយគត់ដែលខ្ញុំអាចឈរប្រឆាំងជាមួយនឹងឪពុករបស់ខ្ញុំបានបន្ទាប់មករូបភាពអតីតកាលរបស់ស៊ុនវូក៏ចាប់ផ្ដើមបន្តនៅកាលនោះបិសាចមួយនឹងក៏ចាប់ផ្ដើមប្រើសមត្ថភាពរបស់វាប្រហារទៅលើស៊ុនវូដោយគេបានកាច់ដៃកាច់ជើងរបស់វាដូចជាស៊ុនវូនឹងឯងប៉ុន្តែស៊ុនវូក៏ខាត់វាភ្លាមដោយគេបានប្រាប់ថាខ្ញុំមិនចង់ឲ្យនរណាម្នាក់បានឃើញ memory របស់ខ្ញុំទេហើយក៏ធ្វើការកាច់បំបាក់ដៃបិសាចមួយនោះប៉ុន្តែបិសាចមួយនឹងដៃរបស់វាច្រើនជាងស៊ុនវូទៅទៀតហើយវាក៏ចាប់ផ្ដើមធ្វើការតបតទៅលើស៊ុនវូវិញម្រាមដៃរបស់បិសាចខ្សាច់ពណ៌លឿងមួយនឹងកាច់តែមកព្រោះបាក់ចង្កេះស៊ុនវូខ្ទេចហើយក៏ដេកស្បាប់នៅទីនោះបាត់ទៅម៉ារូហើយនឹងឆាណាឃើញដូចនេះមិនបង្អង់យូរឡើយគេក៏សម្រុកចូលទៅព្រមគ្នានិងអ្នកផ្សេងទៀតនឹងបញ្ចេញសមត្ថភាពដើម្បី support ពីខាងក្រោយប៉ុន្តែដៃអាបិសាចមួយនឹងគឺថាច្រើនខ្លាំងមែនទែននៅជុំវិញខ្លួនតែម្ដងទោះបីជាមានអ្នកខ្លាំង100នាក់ចូលមកព្រមគ្នាតែម្ដងក៏មិនប្រកាសថាពួកគេនឹងមិនបាក់ឆ្អឹងជំនីដែរហើយចោះទម្រាំតែក្រុមរបស់ម៉ារូមានគ្នាតែប៉ុន្មានអ្នកនេះទៅកិច្ចល្មិចនឹងរួចអញ្ចឹងហើយដៃជើងម្នាក់ក៏ចាប់ផ្ដើមបាក់ជាបណ្ដាបាក់ទាំងមិនបានទៅចិត្តបិសាចមួយនោះផងគឺថាបិសាចប្រាសាទមួយនឹងសមត្ថភាពរបស់វាខ្លាំងមែនទែននៅពេលដែលយើងទៅលេចមើលទៅកាន់ម៉ារូរបស់យើងឯនេះវិញមិនខុសពីអ្នកដទៃប៉ុន្មាននោះទេបាក់ជើងបាក់ដៃកងែងកងងពេញនឹងហ្មងមានទាំងការហូរទឹកមាត់មានទាំងការហូរទឹកភ្នែកក៏ព្រោះតែឈឺចាប់ពន់ពេកទៅវាបែបនេះអញ្ចឹងហើយភាគទី32ក៏បញ្ចប់នៅត្រឹមនេះមុននឹងបន្តទៅភាគទី33 admin ក៏សូមឲ្យអ្នកទាំងអស់គ្នាជួយ subscribe ក៏ដូចជាដាក់រូបកណ្ដឹងឲ្យ channel របស់ admin ម្នាក់មួយផងតោះឥឡូវនេះយើងចូលមកកាន់ភាគទី33ជាមួយនឹង admin ទាំងអស់គ្នាឥឡូវនេះយើងកាន់មកខាងក្រោយបន្តិចមុនពេលដែលម៉ារូគាត់ចូលទៅប្រយុទ្ធជាមួយនឹងបិសាចខ្សាច់ពណ៌លឿងមួយនោះហើយក៏មុនពេលដែលគាត់ត្រូវបានបាក់ដៃបាក់ជើងផងដែរនៅពេលនោះម៉ារូហាក់បីដូចជាមានជំនឿចិត្តនៅក្នុងការកម្ចាត់បិសាចខ្សាច់ពណ៌លឿងមួយនោះទោះដឹងថាវាខ្លាំងប៉ុណ្ណាក៏ដោយនៅពេលនោះម៉ារូក៏លេចមើលទៅកាន់ស៊ុនវូដែលកំពុងតែដេកដួលក៏ព្រោះតែគេមិនអាចងើបមកវិញបានដោយសារបិសាចខ្សាច់ពណ៌លឿងមួយនោះកាច់ដៃកាច់ជើងគេអស់រលីងទៅហើយលបងម៉ារូរបស់យើងដឹងហើយថាបែបនេះគេក៏និយាយទៅកាន់ស៊ុនវូថាអីស៊ុនវូហេតុអីបានជាឯងដួលចូលទៅខាងក្រោមអញ្ចឹងក្រែងសមត្ថភាពរបស់ឯងដូចជាមួយនឹងបិសាចខ្សាច់ពណ៌លឿងហ្នឹងអីឆាប់ងើបមកប្រយុទ្ធបន្តលឿនស៊ុនវូគ្រាន់តែលើពាក្យសម្ដីរបស់ម៉ារូពិតជាខឹងជាមួយនឹងគេជាខ្លាំងដឹងតែខ្លួនងើបមិនរួចហើយនៅតែនិយាយឌឺមកកាន់គេទៀតក្នុងចិត្តរបស់ស៊ុនវូគេគិតថាអាចង្រាយោនេះហេតុអីបានជាវាឌឺជាមួយនឹងយើងម៉េះខ្ញុំតែងតែគិតថាខ្ញុំចង់ខ្លាំងដូចជាឪពុករបស់ខ្ញុំដើម្បីខ្លាចទៅជាអ្នកប្រើប្រាស់សមត្ថភាពរបស់បិសាចខ្សាច់ពណ៌លឿងកំពូលប៉ុន្តែខ្ញុំនៅទីនេះបានចាញ់ជាមួយនឹងសមត្ថភាពអាល្ងងនោះទៅហើយប្រសិនបើខ្ញុំមិនអាចងើបពីដីវិញបានតើអ្វីទៅជាចំណុចសំខាន់ដើម្បីខ្លាចទៅជាអ្នកប្រើប្រាស់សមត្ថភាពដ៏កំពូលហើយនៅពេលនោះបិសាចខ្សាច់ពណ៌លឿងមួយនឹងវាក៏ចូលមកវាប្រហារហើយនៅពេលនេះអ្នកដែលឈរជាប់គឺមានតែម៉ារូប៉ុណ្ណោះអញ្ចឹងហើយគោលដៅនៅក្នុងការវាប្រហាររបស់បិសាចមួយនឹងគឺជាម៉ារូនឹងឯងវាក៏ចាប់ផ្ដើមវាប្រហារទៅលើម៉ារូដោយដែលយើងបានឃើញមុននឹងអញ្ចឹងគឺកាច់ដៃកាច់ជើងរបស់ម៉ារូពេញនឹងហ្មងធ្វើឲ្យគេស្រែកទៅហោយំនឹកម៉ែនឹកឪជាខ្លាំងណាមួយសមត្ថភាពនៃការវិវត្តរបស់ម៉ារូធ្វើឲ្យគេមិនអាចជួសជុលរាងកាយរបស់គេមកវិញបានគឺវាត្រូវបានប្រឡក់សមត្ថភាពជួសជុលរាងកាយរបស់ម៉ារូបន្ទាប់មកម៉ារូក៏ដេកក្បោកដូចជាស៊ុនវូអញ្ចឹងគឺអត់មានបានវាយអីម្ដាយតតែសោះហើយអ្វីដែលគេអាចធ្វើបាននៅពេលនេះគឺមានតែមាត់ប៉ុណ្ណោះក្រៅពីនឹងបាក់ខ្ទេចអស់ហើយម៉ារូក៏កលេចមើលទៅកាន់មេក្រុមដែលកំពុងតែដេកដូចគ្នានោះនិងស្រែកទៅប្រាប់គាត់ថាលោកមេក្រុមគួរតែធ្វើអីម្យ៉ាងហើយបន្ទាប់មកលោកមេក្រុមខេមែន
ក៏និយាយទៅវិញយ៉ាងអស់សង្ឃឹមថាខ្ញុំចង់យកក្របភ្នែករបស់ខ្ញុំចេញដើម្បីបញ្ចេញសមត្ថភាពប៉ុន្តែនៅពេលនេះខ្ញុំមិនអាចកម្រើកដៃរបស់ខ្ញុំបានទេណាមួយការជួសជុលរាងកាយរបស់ខ្ញុំគឺយឺតទៀតម៉ារូគ្រាន់តែលឺហើយធ្វើឲ្យគេអស់សង្ឃឹមហ្មងរួចលួចនិយាយនៅក្នុងចិត្តថាអើយសមត្ថភាពរបស់លោកមេក្រុមនេះគ្មានប្រយោជន៍អីតិចសោះហើយម៉ារូក៏នៅតែស្រ័យដាក់ស៊ុនវូបន្តនឹងឲ្យគេធ្វើអ្វីយ៉ាងក៏ដូចជាបញ្ចេញសមត្ថភាពរបស់គេក៏ព្រោះសមត្ថភាពរបស់ស៊ុនវូដូចទៅនឹងបិសាចសាច់ពលលឿងមួយនឹងបិសាចសាច់ពលលឿងមួយនោះបន្ទាប់ពីវាផ្ដួលម៉ារូរួចហើយវាក៏បន្តដំណើរមករកអ្នកទាំង3នេះវិញនឹងមករងនឹងចាត់ការទៅលើអ្នកទាំង3ហើយប៉ុន្តែស៊ុនវូក៏ស្រាប់តែស្រែកឲ្យម៉ារូបិទមាត់និងប្រាប់ទៅកាន់ម៉ារូថាគេមានវិធីសាស្ត្រហើយក៏បានខំមាត់របស់ខ្លួនឯងផាច់បន្តមកដៃរបស់បិសាចសាច់ពលលឿងមួយនោះដាច់ម៉ាត់ឥឡូវនេះដល់វេនកាងឆាណារបស់យើងម្ដងដែលរាងកាយរបស់នាងនៅពេលនេះជួសជុលបានហើយបន្តមកនាងក៏ធ្វើការសម្រុកចូលទៅរកបិសាចមួយនោះនិងកាប់ទៅលើវាមួយដាវភួចប៉ុន្តែមួយដាវរបស់ឆាណានោះហាក់បីដូចជាចូលទៅក្នុងសាច់របស់បិសាចមួយនោះបន្តិចប៉ុណ្ណោះពីព្រោះតែឆាណាឆ្អឹងមួយចំនួនរបស់នាងត្រូវបានបាក់មិនទាន់ជួសជុលមកវិញ 100% ដូច្នេះហើយនាងមិនមានកម្លាំងនៅក្នុងការកាប់នោះទេទៅមួយកំបិតនោះធ្វើឲ្យបិសាចត្រឹមតែរមាស់ស្បែកបន្តិចបន្តួចប៉ុណ្ណោះឥឡូវនេះក៏ដល់វេនបិសាចរបស់យើងវិញម្ដងធម្មតាទេបើវាយគេមិនឈឺគឺគេវាយវិញហើយនៅពេលនោះឆាណាក៏ត្រូវបានប៉ើងឡើងលើភ្លាមដោយនាងក៏មិនដឹងថាបិសាចនោះវាបានធ្វើអ្វីឡើយគ្រាន់តែដឹងថារាងកាយរបស់នាងនៅពេលនេះកំពុងតែអណ្ដែតនៅលើអាកាសហាក់បីដូចជាបាក់សីមិនមែនជាបាក់សីហោះទេអ្នកទាំងអស់គ្នាកុំយល់ច្រឡំគឺជាបាក់សីត្រូវបានគេបាញ់បាក់ស្លាប់ហើយនៅពេលនេះផងដែររាងកាយរបស់ឆាណាកំពុងតែអណ្ដែតនៅលើអាកាសមិនព្រមធ្លាក់មកវិញឡើយម៉ារូពិតជាឆ្ងល់ក៏ដូចជាបារម្ភផងដែរតែហេតុអ្វីបានជារាងកាយរបស់ឆាណាអណ្ដែតស៊ុនវូក៏ដឹងភ្លាមថានោះមិនមែនជាការអណ្ដែតទេគឺបិសាចមួយនោះវាបានប្រើឈាមរបស់វាដោយបង្កើតឡើងដៃជាច្រើនចេញពីឈាមរបស់វានិងទ្រឆាណាឲ្យអណ្ដែតឡើងនឹងឯងអមិញមើលទៅហាក់បីដូចជាទ្រប៉ុន្តែនៅពេលនេះវាឡើងទ្រហើយគឺវាចាប់ដៃចាប់ជើងរបស់ឆាណាជាប់ហើយមួផាច់ដូចជាមួកមអញ្ចឹងដៃនិងជើងរបស់ឆាណាគឺថាបាក់ខ្ទេចតែម្ដងធ្វើឲ្យនាងពិតជាឈឺចាប់ជាខ្លាំងម៉ារូឃើញនេះក៏សុំសម្រួលជាមួយនឹងបិសាចមួយនោះដែលគេប្រាប់ទៅបិសាចមួយនោះថាឈប់ប៉ុន្តែបិសាចមួយនោះវាហាក់បីដូចជាផ្កើនមិនមានការចរចាអ្វីទាំងអស់អញ្ចឹងហើយវាក៏ធ្វើការវាយបកទៅលើម៉ារូបន្ថែមបន្ទាប់មករាងកាយរបស់ម៉ារូក៏អណ្ដែតឡើងដូចជាឆាណាអញ្ចឹងឯងម៉ារូពិតជាឆ្ងល់ជាខ្លាំងតើជាអ្វីទៅដែលធ្វើឲ្យគេអណ្ដែតបែបនេះហើយអ្វីបានជាគេមើលមិនឃើញចំណែកឯស៊ុនវូគេក៏បានដឹងថានោះគឺជាដៃដែលមើលមិនឃើញអញ្ចឹងហើយប្រសិនបើបិសាចមួយនោះវាអាចប្រើសមត្ថភាពនឹងបានស៊ុនវូក៏គេគិតថាគេនឹងអាចប្រើសមត្ថភាពនឹងបានដែរអញ្ចឹងហើយស៊ុនវូក៏ធ្វើការខំទៅលើខដៃរបស់ខ្លួនឯងដើម្បីបញ្ចេញសមត្ថភាពមួយនោះដោយបិសាចមួយនឹងដែរអ្វីដែលស៊ុនវូគេគិតគឺមិនខុសឡើយគឺគេអាចបញ្ចេញសមត្ថភាពដៃដែលមើលមិនឃើញនោះដូចជាបិសាចនឹងដូចគ្នាហើយនឹងធ្វើការក្តោបទៅលើបិសាចមួយនោះចិត្តដោយមិនឲ្យវាបញ្ចេញសមត្ថភាពរបស់វាបានទៀតឡើយនៅពេលនោះយើងស្រាប់តែឃើញករបស់បិសាចមួយនឹងផ្ទុះភុចនោះគឺជាធ្វើដៃរបស់ពេញពីងខុសខ្នាតហើយនៅក្នុងពេលនេះផងដែរអាពេញពីងខុសខ្នាតមួយនឹងវាគឺជាវីរៈបុរសដែលជួយសង្គ្រោះទៅដល់អ្នកគ្រប់គ្នាដោយសូម្បីតែលោកមេក្រុមដែលមាន level 10យើងទាំងអស់គ្នាក៏ដឹងស្រាប់ដែរថានោះគឺជាសត្វចិញ្ចឹមរបស់អ្នកស្រីជីវុននៅពេលនេះពួកគេទាំងអស់គ្នាបានយកឈ្នះបិសាចមួយនឹងហើយប៉ុន្តែពួកគេទាំងអស់គ្នាហាក់បីដូចជាហត់នឿយដោយសារតែឆ្អឹងរបស់ពួកគេបាក់ជាកំណាត់ដូច្នេះហើយត្រូវចំណាយពេលវេលាដើម្បីឈឺចាប់ក៏ដូចជាត្រូវចំណាយពេលវេលាដើម្បីជួសជុលឆ្អឹងរបស់ពួកគេមកវិញចំណែកស៊ុនវូវិញគេអង្គុយមើលដៃរបស់គេហើយគេគិតថាគេនៅតែអរគុណទៅដល់សមត្ថភាពរបស់បិសាចចម្លងមួយនេះដែលធ្វើឲ្យគេបានរៀននៅជំនាញថ្មីមួយទៀតអំពីសមត្ថភាពរបស់គេនៅពេលនោះផងដែរម៉ារូក៏ចាប់ផ្ដើមមកនិយាយជាមួយនឹងស៊ុនវូម្ដងហេឯងឃើញតែសមត្ថភាពរបស់ឯងវាល្អឯមែនអត់នៅពេលក្រោយឯងព្យាយាមប្រើវាល្អជាងនឹងហើយម៉ារូឥឡូវគេខ្លាំងគេបដៅស៊ុនវូម្ដងមិនត្រឹមតែប៉ុណ្ណោះថែមទាំងចង្អុលមកនិយាយជាមួយនឹងស៊ុនវូទៀតផងទាំងពីពេលមុនមិនដែលហ៊ានសម្បីតែបន្តិចចំណែកឯស៊ុនវូរបស់យើងវិញគឺថាគ្រឹះថ្មិញមែនទែនហ្មងជាមួយនឹងអបិម៉ារូនឹងចង់តែហក់ទៅខោកមួយកញ្ញោទេរួចស៊ុនវូក៏តបទៅកាន់ម៉ារូវិញថាបិទមាត់ដល់ស្អុយរបស់ឯងទៅបារម្ភអំពីខ្លួនឯងទៅបានហើយតែឯងនឹងមិនមែនជាប្រភេទពួកអាសត្វដែលស៊ីសាច់រលួយជាអាហារទេឯងតែងតែខំនឹងស៊ីអត់ឈប់ឈរម៉ារូពិតជាខឹងជាមួយនឹងស៊ុនវូជាខ្លាំងថែមទាំងលួចជេរពីក្រោយស៊ុនវូទៀតថាអាល្ងងនេះវាមិនដែលស្អប់យោបល់ណាគេទេបន្ទាប់មកពួកគេទាំងអស់គ្នាក៏បានមកដល់ទ្វារបន្តទៀតក្រោយពីពួកគេទាំងអស់គ្នាជួបហេតុការណ៍សាហាវទាំងប៉ុន្មាននេះធ្វើឲ្យពួកគេចាប់ផ្ដើមភ័យជាមួយនឹងការបើកទ្វារមួយនេះផងដែរដោយមិនដឹងថាគេនឹងត្រូវជួបជាមួយបិសាចសាច់ពើលឿងរបស់នរណាទៀតនោះទេក៏ព្រោះតែនៅពេលនេះអស់ចំនួន3ហើយគឺនៅសល់ចំនួន4នាក់ទៀតនៅសល់បិសាចសាច់ពើលឿងរបស់ណាមយូសុកកាងឆាណាលោកមីក្រុមខេមែនហើយនិងលោកហានម៉ារូរបស់យើងនឹងឯងប៉ុន្តែណាមយូសុកស្រាប់តែលើសំឡេងអ្វីនៅក្នុងទ្វារនោះចំណែកឯឆាណាគេនឹងគិតថាតើនោះគឺជាបិសាចរបស់ហានម៉ារូមែនទេបន្ទាប់មកវាក៏ដល់ពេលរបស់ហានម៉ារូក៏បានដើរទៅបើកទ្វារមួយនោះដែលគេពិតជាចង់ឃើញនៅមេមរីរបស់គេជាខ្លាំងនៅពេលដែលម៉ារូរុញទ្វារនោះបើកឡើងគេក៏លើសំឡេងថាលោកប៉ាពិតមែនហើយនោះគឺជាមេមរីរបស់ហានម៉ារូដែលហានម៉ារូកំពុងតែឈរអោបដៃលោកប៉ារបស់គេនឹងឯងទាំងពួកគេកំពុងតែប្រឈមមុខជាមួយនឹងបិសាចសាច់ពណ៌លឿងមួយក្បាលដែលជាបិសាចចចមានមាត់ច្រើននឹងឯងដែលគេហៅវាថា Gluttony ដែលបកជាខ្មែរទៅគេនិយាយថាអ្នកដែលស៊ីមិនចេះឆ្អែតស៊ីច្រើននឹងឯងបន្ទាប់ពីបានឃើញបែបនេះអ្នកគ្រប់គ្នាចាប់ផ្ដើមចង្ហល់មាត់តែម្ដងពីព្រោះតែគេឃើញថាបិសាចមួយនោះគឺវាកាចខ្លាំងមែនទែនណាមួយពួកគេឃើញភ្នែករបស់វាដូចជាមនុស្ស
នោះវិញចឹងឥឡូវយើងមកមើលលោកប៉ារបស់ម៉ារូជាមួយនឹងម៉ារូនៅពេលនោះវិញដែលគាត់អស់ករបស់ម៉ារូឲ្យទៅរកបិសាចមួយនឹងម៉ារូយំព្យាយាមឲ្យគាត់លេងប៉ុន្តែគាត់មិនលេងឡើយគាត់នៅតែបន្តអស់កម៉ារូចូលទៅក្នុងបិសាចមួយនោះដែលគាត់បាននិយាយថានោះគឺជាផ្នែកនៃទីជ្រៅប្រសិនបើឯងចង់ការពារនរណាម្នាក់ឯងត្រូវតែយកចិត្តទុកដាក់ឯងនឹងទទួលបានសមត្ថភាពរបស់អាបិសាចស៊ីច្រើនមួយនេះដើម្បីការពារប្រជាជនម៉ារូបន្ទាប់ពីគេបានឃើញហើយគេក៏និយាយថាតែនេះមិនមែនជាអ្វីដែលលោកនាយកអេដុលបានប្រាប់ខ្ញុំទេដោយកាណូអេដុលគេបាននិយាយទៅកាន់ម៉ារូថាតែឯងនឹងគិតថាចង់បោះបង់មនុស្សដូចជាពុករបស់ឯងដែរនៅពេលនោះហើយម៉ារូក៏ចាប់ផ្ដើមដឹងថាលោកនាយកអេដុលបាននិយាយកុហកគេអំពីឪពុករបស់គេនឹងឯងនៅពេលនោះផងដែរសាច់រឿងរបស់យើងក៏កាត់មកខាងអ៊ីជុងវិញដែលអ្នកស្រីគ្រប់គ្រងនៅអ៊ីជុងគាត់បាននិយាយជាមួយនឹងនរណាម្នាក់នោះគេបាននិយាយទៅកាន់អ្នកស្រីថាវាដូចជាទៀបជាងអ្វីដែលខ្ញុំរំពឹងទុកហើយអ្នកស្រីក៏បាននិយាយតបវិញតើទៀបស្អីគេចំនួនអ្នកមានសមត្ថភាពបានកើនឡើងគឺដោយសារតែការកើនឡើងនៃការបង្ហាញខ្លួនរបស់បិសាចខ្សាច់ពណ៌លឿងហើយអ្នកស្រីអ៊ីជុននោះគាត់គឺនិយាយជាមួយនឹងអេដុលក៏និយាយទៅកាន់អ្នកស្រីវិញថាវាមិននិយាយអំពីបរិមាណនោះទេប៉ុន្តែគឺគុណភាពអ្នកប្រើប្រាស់សមត្ថភាពរបស់បិសាចខ្សាច់ពណ៌លឿងនៅមាន level 7គឺនៅមានកម្រិតនៅឡើយជាពិសេសនៅសាខាអ៊ីនចុងនឹងឯងអ្នកស្រីនាយកនៅអ៊ីនចុងគាត់ក៏និយាយទៅវិញថាអញ្ចឹងតើអ្វីទៅគឺជាផែនការរបស់អ្នកតើការបង្កើតអ្នកប្រើប្រាស់សមត្ថភាពខ្លាំងជាងមុនដោយបង្ខំអេដុលក៏និយាយទៅវិញពិតមែនហើយប្រសិនបើត្រូវការនៅពេលនោះធ្វើឲ្យលោកស្រីនៅអ៊ីនចុងខឹងជាខ្លាំងគាត់ក៏និយាយយ៉ាងកំហឹងទៅកាន់អេដុលថាតើលោកបាននិយាយថាលោកនឹងពន្យាពេលវេលានៅក្នុងការសម្លាប់ដោយចេតនាហើយគ្រាន់តែចង់ឲ្យមនុស្សធម្មតាអាចមានសមត្ថភាពដែរលោកនាយកអេដុលតើលោកដឹងទេថាវាមានគ្រោះថ្នាក់សម្រាប់ពិភពលោកប៉ុណ្ណាពួកគេទាំងពីរនាក់កំពុងតែតឹងសរសៃកដាក់គ្នាក៏មាននរណាគេគួរទ្វារមកដោយប្រាប់ទៅលោកនាយកអេដុលថាសម្ភារៈដែលលោកនាយកអេដុលបានស្នើគឺសូមពន្យាពេលដោយសារតែយើងបានបាត់បង់ទំនាក់ទំនងជាមួយនឹងក្រុមដែលនៅកោះកែងវ៉ាយីប៉េដែលគ្រប់គ្រងនៅអ៊ីជុងខឹងជាខ្លាំងគ្រាន់តែលើបែបនេះគាត់ក៏និយាយថាឃើញទេពួកអានឹងទៀតហើយកិច្ចពួកឯងកិច្ចហ្មងហើយថាអីចេះខុសព្រោះតែពួកវាអត់មានអីធ្វើហ្នឹងអ្នកស្រីដែលគ្រប់គ្រងនៅអ៊ីជុងគាត់កំពុងតែចោទប្រកាន់ទាំងស្រុងក្រុមនៅកោះកែងវ៉ាក៏ព្រោះតែពួកគេនៅពេលនេះកំពុងតែប្រឈមមុខនឹងការស្លាប់ហើយមកចោទពួកគេថាកិច្ចម៉ោងធ្វើការយើងឃើញតែបិសាចស៊ីច្រើនមួយនឹងទៅគឺថាវាមិនអន់នោះទេឥឡូវនេះវាក៏ចាប់ផ្ដើមត្រៀមវាប្រហារទៅកាន់គ្នារបស់ម៉ារូហើយធ្វើឲ្យពួកគេទាំងអស់គ្នាពិតជាមានការផិតភ័យជាខ្លាំងមានទាំងអ្នកខ្លះយំហូរថាចង់ត្រឡប់ទៅផ្ទះវិញប៉ុន្តែពិតជាឆ្ងល់មែនទែនភ្លាមនោះស្រាប់តែរាងកាយរបស់បិសាចខ្សាច់ពណ៌លឿងមួយនឹងវាក៏រលាយបន្តិចម្ដងយើងមិនដឹងថាដោយសារមូលហេតុអ្វីនោះទេវាត្រូវបានរលាយរហូតបាត់ចេញពីទីនោះតែម្ដងដោយពួកគេមិនបានប្រយុទ្ធជាមួយនឹងវាឡើយឬក៏គេចង់លាក់អានកំបាំងរបស់សមត្ថភាពបិសាចខ្សាច់ពណ៌លឿងមួយនេះអញ្ចឹងហើយយើងក៏នៅតែមិនដឹងថាសមត្ថភាពរបស់ម៉ារូនៅកម្រិតណាឡើយនៅពេលនោះអ្នកស្រីជីវុនក៏និយាយថាអ្វីបានជាបិសាចខ្សាច់ពណ៌លឿងស៊ីច្រើនមួយនេះវាមិនវាប្រហារហើយវាគ្រាន់តែរំលាយរាងកាយរបស់វាបន្ទាប់មកលោកខេមែនក៏ឆ្ងល់ដែរថាមើលទៅវាដូចជាខុសពីធម្មតារវាងបិសាចខ្សាច់ពណ៌លឿងដទៃទៀតឬនៅផងដែរគឺធ្វើឲ្យពួកគេសប្បាយចិត្តជាខ្លាំងដែលពួកគេមិនចាំបាច់ធ្វើការប្រយុទ្ធជាមួយនឹងបិសាចខ្សាច់ពណ៌លឿងមួយនោះឡើយអបអរសាទរទៅកាន់អ្នកទាំងអស់គ្នាសម្រាប់ឆ្លងផុតបិសាចខ្សាច់ពណ៌លឿងរបស់ហានម៉ារូឥឡូវនេះយើងក៏ចូលទៅដល់បិសាចខ្សាច់ពណ៌លឿងរបស់កាងឆាណាគឺដឹងច្បាស់ណាស់ថានោះគឺជារបស់គេហើយក៏វាជាកំហឹងដ៏ខ្លាំងក្លារបស់នាងផងដែរវាគឺជាក្តីស្រមៃដែលឆាណានាងតែងតែចង់បានយូរណាស់មកហើយនៅក្នុងការប្រយុទ្ធដើម្បីសងសឹកជាមួយនឹងបិសាចមួយនឹងហើយឆាណាក៏ជាអ្នកបើកទ្វារនឹងឲ្យគ្រប់គ្នាចាំនៅទីនេះដោយគេប្រាប់ថាគេនឹងទៅតែម្នាក់ឯងដោយមិនឲ្យនរណាចូលទៅជាមួយឡើយបងស្រីជីវុនពិតជាបារម្ភប៉ុន្តែនេះជាបំណងរបស់ឆាណាដូច្នេះហើយមានតែឲ្យនាងទៅតែប៉ុណ្ណោះចំណែកឯអ្នកបារម្ភជាងនេះទៅទៀតនោះគឺជាម៉ារូគេមិនចង់ឲ្យទៅនោះទេដោយវាមានគ្រោះថ្នាក់ខ្លាំងពេកនិងនៅពេលដែលគេនៅឆ្ងាយមិនអាចជួយនាងទាន់ហើយឆាណាក៏បានប្រាប់ទៅកាន់ម៉ារូវិញថាខ្ញុំចង់ទៅប្រឈមមុខជាមួយនឹងវាតែម្នាក់ឯងខ្ញុំបានរៀបចំខ្លួនរួចជាស្រេចសម្រាប់ជួបវាម្ដងទៀតខ្ញុំនឹងត្រឡប់មកវិញបន្ទាប់ពីនាងនិយាយរួចហើយឆាណាក៏បើកទ្វារចូលទៅក្នុងបាត់ទៅអ្នកដែលត្រូវបានចាំនៅខាងក្រៅឯនេះវិញពិតជាមានការបារម្ភជាមួយនឹងឆាណាខ្លាំងមែនទែនម៉ារូនឹងឯងបារម្ភខ្លាំងជាងគេព្រោះតែគេមិនចង់ឲ្យឆាណាមានគ្រោះថ្នាក់សូម្បីតែបន្តិចឡើយណាមួយនាងទៅតែម្នាក់ឯងបែបនេះទៀតអញ្ចឹងហើយប្រកាសជាពិបាកជាមិនខានពីព្រោះថាសូម្បីតែសុនវូជួបជាមួយនឹងបិសាចខ្សាច់ពណ៌លឿងរបស់គេក៏ពិបាកនៅក្នុងការទប់ទល់ដែរអញ្ចឹងហើយឆាណានាងក៏មិនមានឱកាសច្រើនដើម្បីយកឈ្នះបិសាចមួយនោះដែរហើយម៉ារូគេក៏លួចមើលនៅតាមច្រកទ្វារឲ្យប្រកាសថានឹងមានរឿងអ្វីកើតឡើងខ្លះចំពោះឆាណាឥឡូវយើងកាត់មកការប្រយុទ្ធគ្នាឈូងឆាងនៅខាងក្នុងឯនេះវិញដែលឆាណាជាមួយនឹងបិសាចរបស់គេកំពុងតែប្រយុទ្ធគ្នាកម្លាំងរបស់ពួកគេទាំងពីរនាក់គឺប្រហាក់ប្រហែលជាមួយនឹងគ្នាប៉ុន្តែជាទូទៅរបស់កូពីមិនសូវជាល្អដូចជារបស់ដើមឡើយទោះបីជាគេខំប្រឹងធ្វើវាយ៉ាងល្បិចល្មន់ក៏ដោយតែប្រសិនបើយករបស់កូពីនោះទៅច្នៃមិនប្រកាសថាវាមិនល្អជាងរបស់ដើម
ឡើយអញ្ចឹងហើយយើងក៏ងាកមកមើលការប្រយុទ្ធជាមួយនឹងឆាណាវិញដែលឆាណារបស់យើងគឺមិនមានកម្លាំងស្មើជាមួយនឹងបិសាចមួយនោះទេណាមួយវិញទៀតស្រាប់តែមានបិសាចផ្សេងទៀតលេចមកមិននឹងថាវាមានការពាក់ព័ន្ធអ្វីជាមួយនឹងបិសាចមួយនោះទេហើយចំណែកអ្នកលួចមើលនៅខាងក្រៅខំប្រឹងមើលឡើងចង់ជ្រុះគ្រាប់ភ្នែកទៅហើយណាមួយសឹងតែមិនដកដង្ហើមទៀតផងបិសាចសាច់ពណ៌លឿងរបស់ឆាណាវាស្រាប់តែរលាយខ្លួនដូចជាបិសាចសាច់ពណ៌លឿងរបស់ម៉ារូអញ្ចឹងប៉ុន្តែវាក៏នៅមួយទៀតដែលឆាណាកំពុងតែវាទល់ជាមួយនឹងវាហើយមួយនោះវាហាក់បីដូចជាខ្លាំងមែនទែនដែលធ្វើឲ្យដាវរបស់ឆាណាបាក់ជាពីរតែម្ដងម៉ារូគឺដូចនេះគេភ័យជាខ្លាំងគេក៏ស្រែកទៅកាន់ឆាណាប៉ុន្តែឆាណាក៏ស្រែកដាក់គេវិញថាកុំឲ្យមកជិតខ្លួនពីព្រោះតែនាងធ្លាប់និយាយថានាងអាចទប់ទល់ជាមួយនឹងបិសាចមួយនឹងតែម្នាក់ឯងបាននៅពេលដែលឆាណាកាប់ទៅលើបិសាចមួយនឹងហើយធ្វើឲ្យដាវរបស់នាងបាក់នោះក៏ដោយសារតែបិសាចខ្សាច់ពណ៌លឿងមួយនឹងគឺវាមានឯក្រការពារនៅពេលនោះហ្វេនដែលកំពុងតែមើលឆាណានឹងគេក៏ស្រែកថាវាអាចធ្វើអញ្ចឹងបានឆាណាក៏អាចធ្វើបានដែរភ្លាមនោះស្រាប់តែទ្វារបិទភ្លឹបដែលធ្វើឲ្យអ្នកទស្សនារបស់យើងទាំងពីរនាក់នៅពេលនេះមិនបានមើលទៀតទេក៏ព្រោះតែស៊ុនវូគឺជាអ្នកបិទទ្វារមួយនោះដែលគេប្រាប់ទៅម៉ារូថាប៉ុណ្ណឹងវាគ្រប់គ្រាន់ហើយទុកចិត្តលើនាងទៅហើយលបងម៉ារូរបស់យើងហាក់បីដូចជាកាត់ទុកមិនសុខចិត្តហើយក៏និយាយទៅកាន់ស៊ុនវូវិញថាហេស៊ុនវូហេតុអីបានចែងបិទទ្វារអញ្ចឹងឯងធ្វើអញ្ចឹងយើងមិនមើលឃើញអីដែលកើតឡើងទៀតម៉ារូគេធ្វើដូចនេះដោយសារតែមានការបារម្ភជាមួយនឹងឆាណាជាខ្លាំងប៉ុន្តែស៊ុនវូគេយកចិត្តរបស់ឆាណាក៏ព្រោះតែឆាណានាងចង់សងសឹកដោយខ្លួនរបស់នាងផ្ទាល់នេះគឺជាអ្វីដែលនាងខំរងចាំមកជាយូរហើយនឹងធ្វើឲ្យឆាណានាងមានការធូរស្បើយជាមួយនឹងសម្ពាធផ្លូវចិត្តរបស់នាងផងដែរបន្ទាប់ពីក្ដួងក្ដាំងមួយសន្ទុះក្រោយមកអ្វីៗក៏ប្រែជាស្ងប់ស្ងាត់ហើយទ្វារក៏ត្រូវបានបើកឡើងវិញដែលយើងឃើញមុនគេគឺជាដៃដែលមានពាក់អាវក្រោះនិងមានក្រញាំដ៏ស្រួយថ្លែមផងដែរដែលយើងមើលត្រឹមតែមួយផ្លែតយើងនឹងគិតថាវាគឺជាបិសាចសូម្បីតែម៉ារូក៏គិតដូចយើងអញ្ចឹងដែរគេពិតជាមានការបារម្ភជាខ្លាំងប៉ុន្តែអ្នកដែលចេញមកនោះគឺជាឆាណាទេនាងនៅពេលនេះគឺបានយកឈ្នះបិសាចមួយនឹងហើយក៏ដូចជានាងចេះនៅជំនាញថ្មីផងដែរអំពីសមត្ថភាពរបស់នាងនៅពេលដែលឆាណាចេញមកពីបន្ទប់នោះឃើញថាអស់កម្លាំងខ្លាំងមែនទែនបន្ទាប់មកនាងក៏ដួលនៅលើដើមទ្រូងរបស់ម៉ារូហើយសន្លប់បាត់បង់ស្មារតីបាត់ទៅស៊ុនវូគេឃើញដូចនេះគេពិតជាមានការអន់ចិត្តចំពោះខ្លួនឯងខ្លាំងមែនទែនហើយគេក៏សរសើរទៅលើឆាណាផងដែរពីព្រោះតែនៅពេលដែលស៊ុនវូគេប្រយុទ្ធជាមួយនឹងបិសាចរបស់គេគឺមានធីមជួយប៉ុន្តែនៅពេលដែលឆាណាប្រយុទ្ធជាមួយនឹងបិសាចរបស់នាងគឺនាងធ្វើវាដោយខ្លួនឯងអញ្ចឹងហើយបានជាស៊ុនវូសរសើរគេនឹងមានការអន់ចិត្តសម្រាប់ខ្លួនឯងហើយឥឡូវនេះផងដែរគឺនៅសល់ត្រឹមតែ2នាក់ទៀតប៉ុណ្ណោះគឺលោកខេមែនជាមួយនឹងណាមយូសុកប៉ុន្តែទ្វារវាដូចជាមិនទាន់បើកនៅឡើយទេនៅពេលនោះស៊ុនវូក៏និយាយទៅកាន់ណាមសុកថាមែនហើយនិយាយចឹងឯងបាននិយាយប្រាប់ខ្ញុំថាបិសាចសាច់ពណ៌លឿងដែលឯងជួបនៅលើភ្នំនោះគឺវាស្រដៀងជាមួយនឹងសមត្ថភាពរបស់ខ្ញុំបន្ទាប់មកណាមយូសុកក៏គេនិយាយទៅវិញខ្ញុំបានបាត់ឆ្មារបស់ខ្ញុំអស់រយៈពេល1ឆ្នាំទៅហើយខ្ញុំក៏បានជួបបិសាចសាច់ពណ៌លឿងនៅពេលដែលខ្ញុំកំពុងតែរកវាបន្ទាប់មកអ្នកស្រីជីវុនក៏និយាយទៅកាន់លោកខេមែនវិញហើយចុះអំពីលោកខេមែនវិញបិសាចនៃភាពងងឹតរបស់លោកខេមែននោះលោកខេមែនក៏ស្ងាត់ដោយមិនខ្វល់អ្វីទាំងអស់ហើយគាត់បាននិយាយទៅវិញថាខ្ញុំក៏មិនច្បាស់ដែរបិសាចចម្លងមួយនេះប្រហែលជាវាភ្លេចខ្ញុំបាត់ហើយបន្ទាប់ពីបានឮដូចនេះពួកគេហាក់បីដូចជាសប្បាយចិត្តក៏ព្រោះតែពួកគេមិនចាំបាច់ប្រយុទ្ធជាមួយនឹងបិសាចខ្សាច់ពណ៌លឿងដែលមានល្វែដបបន្ទាប់មកលោកមេក្រុមខេមែនក៏និយាយទៅកាន់ពួកគេថាពិតមែនហើយខ្ញុំពិតជាសប្បាយចិត្តណាស់ដែលឃើញអ្នកទាំងអស់គ្នាមានសុវត្ថិភាពចំណែកឯម៉ារូគេក៏គិតដោយលោកមេក្រុមខេមែនដែរពីព្រោះថាសំខាន់បំផុតគឺពួកគេមានសុវត្ថិភាពហើយណាមួយពួកគេហត់នឿយយូរមកហើយម៉ារូគេក៏គិតទៅគ្នារបស់ពួកគេថាខ្ញុំសង្ឃឹមថាពួកគេនឹងធ្វើបានល្អជាងនេះទៅទៀតចាប់ពីពេលនេះតទៅត្រឡប់មកវិញខ្សាច់ពណ៌លឿងនៅពេលនេះត្រូវបានបាត់អស់ទាំងស្រុងហើយក៏មិនឃើញបិសាចចម្លងមួយនោះវានៅទីនេះទៀតទេបន្ទាប់មកលោកមេក្រុមខេមែនក៏បានប្រាប់ទៅពួកគេថាក៏ព្រោះតែឆាណាបានសម្លាប់ពួកគេនៅក្នុងនោះបាត់ហើយពិតជាល្អខ្លាំងណាស់ហើយលើនេះឆាប់យកឆាណាទៅមន្ទីរពេទ្យអ្នកទាំងអស់គ្នាគឺធ្វើបានល្អល្ងាចនេះយើងគួរតែនាំគ្នាទៅញ៉ាំសាច់អាំងដើម្បី celebrate គឺជប់លៀងអបអរសាទរនៅជ័យជំនះរបស់ពួកគេនឹងហើយលោកមេក្រុមខេមែនកំពុងតែនិយាយធ្វើមុខយ៉ាងសង្ហាបបួលគ្នាទៅញ៉ាំសាច់អាំងទាំងឆាណាកំពុងតែរងរបួសជាទម្ងន់ព្រមទាំងគាត់មិនបានប្រើសមត្ថភាពក៏ដូចជាកម្លាំងអ្វីជួយធីមផងនោះទៅបែបនេះហើយបានជាធ្វើឲ្យម៉ារូខ្នាញ់ជាមួយនឹងលោកមេក្រុមខេមែនជាខ្លាំងកណ្ដាប់ដៃរបស់ម៉ារូក៏ហោះទៅរកលោកមេក្រុមខេមែនតែម្ដងហើយយើងទាំងអស់គ្នាក៏បានឮសំឡេងថាបឺនៅពេលនោះហើយដែលរាងកាយរបស់លោកមេក្រុមខេមែនដួលខ្ពកដោយសារកណ្ដាប់ដៃរបស់ម៉ារូធ្វើឲ្យអ្នកដទៃផ្សេងទៀតដែលនៅក្បែរនោះភ័យជាខ្លាំងម៉ារូគេដាក់មួយដៃដួលខ្ពកហើយគេក៏សួរថាចង្រៃតើឯងជាបិសាចខ្សាច់ពណ៌លឿងមែនទេក្រោយមកបងស្រីជីវុនក៏មកខាត់ម៉ារូតើឯងកំពុងធ្វើអីហេតុអីបានជាឯងវាយលោកមេក្រុមចឹងម៉ារូគេបានប្រាប់ថានេះមិនមែនជាលោកមេក្រុមនោះទេពីព្រោះថាលោកមេក្រុមគាត់បានញ៉ាំសាច់អាំងកាលពីម្សិលមិញហើយឈឺពោះហើយវាគ្មានផ្លូវនោះទេដែលគាត់នឹងញ៉ាំវាសាជាថ្មីម្ដងទៀតការចាប់អារម្មណ៍របស់ម៉ារូពិតជាសាហាវខ្លាំងមែនទែនដោយដែលម៉ារូគេបាននិយាយអញ្ចឹង
នៅពេលដែលយើងញ៉ាំរបស់នឹងហើយឈឺពោះវាមិនដែលយើងទៅញ៉ាំម្ដងទៀតនោះទេអញ្ចឹងហើយពួកគេទាំងអស់គ្នាក៏ដាក់បន្ទុកសង្ស័យទៅលើលោកមេក្រុមតែម្ដងបន្ទាប់ពីនាំគ្នាគិតមួយសំទុះវាហាក់បីដូចជាត្រូវអញ្ចឹងហើយពួកគេក៏ធ្វើការជន់យកទៅលើលោកមេក្រុមដែលឃើញពួកគេជន់មិនដកជើងបែបនេះគាត់ក៏ស្រែកឡើងថាបានហើយជប់រួចងើបឈរឡើងសម្លឹងមើលទៅមុខពួកគេមិនដល់មួយសេកិនផងលោកមេក្រុម K-Man ក៏ដាក់មើលប្រូចទៅហើយពួកគេទាំងអស់គ្នាក៏ចាប់ផ្ដើមរត់ដេញតាមតែម្ដងព្រោះច្បាស់ការហើយនោះមិនមែនជាលោកមេក្រុម K-Man ឡើយបន្ទាប់ពីពួកគេបានរត់ចេញទៅខាងក្រៅទីស្នាក់ការស្រាប់តែឡានរបស់លោកមេក្រុម K-Man ពិតប្រាកដបានមកដល់ហើយនឹងបុកពេញទំហឹងទៅលើលោកមេក្រុមខ្លាំងៗចំណែកលោកមេក្រុមពិតជាភ័យជាខ្លាំងស្មានតែគាត់បុកត្រូវមនុស្សហើយតែដល់ពេលចុះមើលនោះគឺជាបិសាចចម្លងគឺលោកមេក្រុម K-Man បានបុកវាចេះរយបាត់ទៅបន្ទាប់មកប្លង់របស់យើងក៏កាត់មកកន្លែងដែលពួកគេប្រជុំគ្នាវិញលោកមេក្រុម K-Man ក៏និយាយប្រាប់ទៅពួកគេថាមុននឹងគាត់បានទៅមន្ទីរពេទ្យក៏ព្រោះតែពោះរបស់គាត់ឈឺហើយក៏សួរទៅអ្នកគ្រប់គ្នាថាតើអ្នកទាំងអស់គ្នាយកបិសាចខ្សាច់ពលលឿងមកប្រសិនបើទីស្នាក់ការកណ្ដាលរកឃើញអំពីរឿងនេះប្រាក់ខែរបស់ពួកយើងនឹងត្រូវបានកាត់1ឆ្នាំតើអ្នកទាំងអស់គ្នាដឹងមែនអត់ដូច្នេះរឿងទាំងអស់នេះចាត់ទុកថាវាជារឿងសម្ងាត់ទៅបន្ទាប់មកយើងក៏ឃើញឆាណានាងកំពុងតែធ្វើដំណើរត្រឡប់ទៅផ្ទះវិញដែលយើងមិនទាន់ដឹងថាផ្ទះរបស់នាងនៅទីណាឡើយដោយសារតែយើងបានដឹងថានាងគឺតែងតែរស់នៅក្នុងដមឆាណាកំពុងតែធ្វើដំណើរចាកចេញស៊ុនវូក៏មកហៅនាងដោយនិយាយទៅកាន់នាងថាខ្ញុំមានរឿងមួយចង់ប្រាប់ខ្ញុំបានឃើញបិសាចខ្សាច់ពលលឿងមួយដែលវានៅក្នុង memory របស់អ្នកឆាណាពិតជាឆ្ងល់ជាខ្លាំងហើយនាងក៏សួរទៅវិញថាស្អីគេវានៅឯណាបន្ទាប់មកស៊ុនវូក៏គេនិយាយវិញថាខ្ញុំគិតថាបិសាចខ្សាច់ពលលឿងមួយនោះគឺជាលោកនាយកអេដុលច្បាស់ណាស់អ្នកទាំងអស់គ្នាអាចកំបាំងជាច្រើននៅពីក្រោយយើងហើយវាកំពុងតែរងចាំយើងទាំងអស់គ្នាផងដែរសាច់រឿងរបស់យើងបាន flashback ទៅកាលពី20ឆ្នាំមុនប្លង់ដែលគេបង្ហាញយើងដំបូងគឺជាផ្ទះដ៏ធំមួយហើយក៏មានក្មេងប្រុសម្នាក់កំពុងតែដើររកឪពុកហើយគេក៏សួរទៅកាន់ម្ដាយរបស់គេថាឪពុករបស់គេបានធ្វើការនៅក្រោមដីទៀតហើយមែនទេរួចម្ដាយក្មេងប្រុសដែលកំពុងតែដេកនៅលើគ្រែនោះគាត់ក៏និយាយទៅវិញថាពិតមែនហើយគេមិនខ្វល់អំពីពួកយើងទេដូច្នេះហើយកុំទៅរំខានគាត់ប៉ុន្តែក្មេងប្រុសម្នាក់នោះគេមានតែស្ដាប់អីព្រោះសញ្ជាតិគឺជាក្មេងអញ្ចឹងហើយគេក៏រត់លេងនៅទីនោះនិងទៅមើលឪពុករបស់គេផងដែរនៅពេលនោះគឺធ្វើឲ្យគេមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែឪពុករបស់គេគឺជាបិសាចខ្សាច់ពណ៌លឿងត្រឡប់មកពេលបច្ចុប្បន្នវិញនៅពេលនោះអេដុលបាននិយាយទៅប្រាប់ឆាណាដែលឪពុករបស់ខ្លួនគឺជាបិសាចខ្សាច់ពណ៌លឿងហើយឆាណាក៏បញ្ជាក់នៅពាក្យសម្ដីដែលអេដុលបានប្រាប់គាត់ថាបិសាចនៅក្នុង memory របស់ឆាណាគឺជាឪពុករបស់អេដុលក៏និយាយទៅកាន់ឆាណាបន្តទៀតថាខ្ញុំតែងតែគិតថាឪពុករបស់ខ្ញុំធ្វើការនៅបន្ទប់ក្រោមដីប៉ុន្តែនៅពេលដែលខ្ញុំចុះទៅដល់ទីនោះអ្វីដែលខ្ញុំបានឃើញគឺជាបិសាចខ្សាច់ពណ៌លឿងទៅវិញខ្ញុំក៏មិនប្រកាសអំពីវាដែរថាយ៉ាងម៉េចប៉ុន្តែបន្ទាប់ពីខ្ញុំបានឃើញអតីតកាលរបស់អ្នកខ្ញុំក៏ជឿជាក់ភ្លាមបន្ទាប់ពីបានឮដូចនេះឆាណាបង្ហាញទៅមុខយ៉ាងសោកសៅហើយនិយាយទៅកាន់ស៊ុនវូថាប្រសិនបើលោកនាយកអេដុលគឺជាបិសាចខ្សាច់ពណ៌លឿងមែននោះតើហេតុអ្វីបានជាគាត់ឈរមើលគ្រួសាររបស់ខ្ញុំស្លាប់ស៊ុនវូក៏គេប្រាប់ដែរថាគេក៏មិនដឹងដូចគ្នានេះហើយជាមូលហេតុដែលគេកំពុងតែស្វែងយល់អំពីវាស៊ុនវូគេនិយាយប្រាប់ឆាណាទៀតថាខ្ញុំខ្លាចទៅជាមន្ត្រីរាជការពិសេសក៏ព្រោះតែរឿងមួយដើម្បីបកអាក្រាតរឿងសម្ងាត់របស់លោកនាយកអេដុលប្រសិនបើខ្ញុំខ្លាចទៅជាអ្នកប្រើប្រាស់សមត្ថភាពបិសាចខ្សាច់ពណ៌លឿងដ៏ខ្លាំងក្លាខ្ញុំនឹងមានឱកាសសង្កេតមើលលោកនាយកអេដុលយ៉ាងជិតដិតបំផុតនៅទីស្នាក់ការកណ្ដាលនៃទីក្រុងសេអ៊ូលឆាណានាងហាក់បីដូចជាមិនសូវជឿអំពីការនិយាយរបស់ស៊ុនវូបន្ទាប់មកនាងក៏និយាយទៅកាន់ស៊ុនវូថាប៉ុន្តែការចងចាំពីកុមារភាពរបស់អ្នកគឺតែម្នាក់ឯងអ្នកមិនមានភស្តុតាងគ្រប់គ្រាន់ទេតែអ្នកមានអ្វីច្បាស់លាស់ជាងនេះដែរឬទេស៊ុនវូគេប្រាប់ថាគេនឹងបញ្ជាក់ប៉ុន្តែគេនឹងត្រូវការអ្វីមួយសិនហើយឆាណាក៏សួរទៅគេវិញថាត្រូវការអ្វីប៉ុន្តែយើងនៅតែមិនទាន់ដឹងថាពួកគេបាននិយាយគ្នាអ្វីបន្តទៀតនោះទេពីព្រោះថាប្លង់របស់យើងកាត់មកទីស្នាក់ការកណ្ដាលនៃទីក្រុងសេអ៊ូលវិញដែលយើងឃើញឆាណាជាមួយនឹងម៉ារូកំពុងតែនៅទីនោះបន្ទាប់មកម៉ារូក៏គេមានសំណួរសួរទៅតើហេតុអ្វីបានជាខ្ញុំត្រូវនៅទីនេះឆាណាក៏ប្រាប់វិញថាខ្ញុំបានបញ្យល់ម៉ារូឯងអស់ហើយតានៅតាមផ្លូវដែលពួកយើងធ្វើដំណើរមកទីនេះម៉ារូគេខឹងជាខ្លាំងគេក៏ចង្អុលទៅកាន់ស៊ុនវូហើយនិយាយថាវាជាបញ្ហារបស់គេហើយអ្វីបានជាខ្ញុំត្រូវមកផ្សំគំនិតជាមួយនឹងមនុស្សល្ងងមួយនេះបន្ទាប់ពីភាពឆោឡោឆ្លេឆ្លារបស់ម៉ារូចប់បន្តិចយើងក៏ឮសំឡេងនិយាយថាសូមទោសអ្នកទាំងអស់គ្នាផងដែលធ្វើឲ្យអ្នកទាំងអស់គ្នាចាំយូរកិច្ចប្រជុំបានដំណើរការយូរជាងការដែលយើងរំពឹងទុកខ្ញុំឮថាអ្នកទាំងអស់គ្នាមានអ្វីដែលត្រូវពិភាក្សាហើយអ្នកដែលនិយាយនោះគឺជាលោកនាយកអេដុលបន្ទាប់មកម៉ារូក៏សើចហើយនឹងចង់និយាយប៉ុន្តែស៊ុនវូក៏និយាយកាត់គេភ្លាមតើលោកនាយកនៅជាមួយនឹងឆាណានៅពេលដែលនាងទទួលសមត្ថភាពពីបិសាចខ្សាច់ពណ៌លឿងដែរមែនទេបន្ទាប់ពីបានឮបែបនេះធ្វើឲ្យម៉ារូភ័យជាខ្លាំងដោយគេគិតទៅលើស៊ុនវូថាអាមនុស្សល្ងងនេះវានិយាយត្រង់ពេកហើយយើងមើលទៅដៃរបស់លោកនាយកអេដុលហាក់បីដូចជាមានចលនាជាមួយនឹងភាពក្រោកគ្រាលបន្តិចផងដែរប៉ុន្តែលោកក៏សម្រួលមកវិញនិងនិយាយទៅកាន់ពួកគេថាតើអ្នកគឺកំពុងតែនិយាយអំពីអីសូមបញ្ជាក់វាច្បាស់ជាងនឹងតិចមើលបន្ទាប់មកឆាណានាងក៏បាននិយាយប្រាប់ទៅលោកនាយកអេដុលថាការពីពេលនោះវាមិនដូចបិសាចខ្សាច់ពណ៌លឿងផ្សេងទៀតទេវាមានភ្នែកហើយខ្ញុំក៏ឮដែរថា
នោះគឺជាលោកនាយកអេដុលក៏យកដៃឯក្បាលរបស់ខ្លួនហើយនិយាយទៅកាន់ពួកគេថាមើលទៅអ្នកទាំងអស់គ្នាដោយប្រហែលជាធ្លាក់ចូលទៅក្នុងការនិយាយមិនសមហេតុផលរបស់សុនវូហើយដំបូងអ្នកក៏បន្ទោសខ្ញុំអំពីការស្លាប់ម្ដាយរបស់អ្នកឥឡូវនេះអ្នកមកចោទប្រកាន់ថាឪពុករបស់អ្នកគឺជាបិសាចខ្សាច់ពណ៌លឿងម៉ារូគ្រាន់តែលើពាក្យថាឪពុកហើយគេក៏បែកញើសតតព្រោះតែគេមិនដែលដឹងថាលោកនាយកអេដុលគឺជាឪពុករបស់សុនវូឡើយសុនវូក៏គោះទុកភឹងហើយស្រែកឡើងថារឿងមួយនេះវាមិនពាក់ព័ន្ធជាមួយនឹងម៉ាក់ទេខ្ញុំគ្រាន់តែចង់ដឹងអំពីអត្តសញ្ញាណរបស់អ្នកតែប៉ុណ្ណោះហានម៉ារូឯងឆាប់បញ្ចេញខ្សាច់ពណ៌លឿងមកយើងនឹងលាតត្រដាងលោកនាយកថាគាត់គឺជាអ្វីពិតប្រាកដម៉ារូគ្រាន់តែដឹងអំពីរឿងនេះធ្វើឲ្យគេចាប់ផ្ដើមយល់ភ្លាមថាពួកគេហៅខ្លួនមកគឺដើម្បីតែរឿងនេះធ្វើឲ្យម៉ារូរបស់យើងកោតសេចក្តីក្រោកគ្រាជាខ្លាំងបន្ទាប់មកលោកនាយកអេដុលក៏និយាយទៅវិញថាប្រសិនបើឯងហ៊ានបញ្ចេញខ្សាច់ពណ៌លឿងដោយមិនចាំបាច់នោះឯងនឹងបាត់បង់ការការពាររបស់ក្រុមនៅកោះហ្គេងវ៉ាបន្ទាប់ពីឮរឿងនេះពួកគេក៏រៀងអន់ថយផងដែរហើយឆាណាយកដៃទៅប៉ាស្មារបស់សុនវូនិងនិយាយទៅកាន់គេថាសុនវូបោះចោលរឿងនឹងទៅខ្ញុំចង់លាតត្រដាងការពិតពីក្រោយការស្លាប់គ្រួសាររបស់ខ្ញុំប៉ុន្តែការប្រើប្រាស់ហានម៉ារូវាមិនមែនជាវិធីដើម្បីធ្វើនោះទេគ្រាន់តែលើឆាណានេះនិយាយបែបនេះភ្លាមម៉ារូគេពិតជាអាណិតទៅលើឆាណាខ្លាំងមែនទែនដោយសុនវូខំនិយាយឡែតទៅដាក់គេមិនព្រមស្ដាប់ឡើយប៉ុន្តែគ្រាន់តែឆាណានិយាយតែបន្តិចម៉ារូក៏និយាយទៅកាន់ឆាណាថាតើអ្នកគិតថាវិធីសាស្ត្រមួយនេះនឹងជួយអ្នកក្នុងការស្វែងរកការពិតបន្ទាប់មកម៉ារូក៏ងើបឈរឡើងដោយមានការចេះរៀងយ៉ាងសង្ហាតែម្ដងប្រសិនបើអូនឆាណាត្រូវការហើយចាំបងម៉ារូបំពេញបំណងអូនឆាណាទៅចោះក្រោយមកម៉ារូក៏ចាប់ផ្ដើមបញ្ចេញខ្សាច់ពណ៌លឿងរបស់គេចេញមកហើយនឹងនិយាយទៅកាន់សុនវូថាសុនវូឯងត្រូវតែទទួលខុសត្រូវទៅលើបញ្ហាមួយនេះសុនវូគេក៏ឆ្លើយថាពិតមែនហើយបន្ទាប់មកសុនវូក៏ចាប់ផ្ដើមពាក់ស្រោមដៃដើម្បីបញ្ចេញសមត្ថភាពរបស់ខ្លួនលោកនាយកអេដុលយកដៃរបស់គាត់ច្រត់ទៅលើតុហើយនិយាយបែបធម្មតាថាហើយក្បាលរបស់ខ្ញុំពិតជាឈឺមែនតើតែហេតុអ្វីបានជាឯងធ្វើបែបនេះទៅលើឪពុកបង្កើតរបស់ឯងបន្ទាប់មកសុនវូក៏និយាយទៅវិញខ្ញុំមិនដែលចាត់ទុកអ្នកគឺជាឪពុកបង្កើតរបស់ខ្ញុំឡើយអ្នកគឺជាអ្នកបបង់ចោលខ្ញុំជាមួយនឹងម្ដាយរបស់ខ្ញុំបន្ទាប់មកឆាកប្រយុទ្ធរវាងឪពុកកូនក៏ត្រូវបានចាប់ផ្ដើមសុនវូគេចាប់ផ្ដើមប្រើសមត្ថភាពមុនទៅលើឪពុករបស់គេប៉ុន្តែអេដុលគេមិនមានក្តីព្រួយបារម្ភបន្តិចឡើយរួចសុនវូក៏ចូលទៅរត់បុកឪពុករបស់គេភ្លាមបណ្ដាលឲ្យលោកនាយកអេដុលបែកកញ្ចក់ធ្លាក់ពីលើអគារបាត់ទៅប៉ុន្តែមើលទៅការធ្លាក់របស់គាត់ហាក់បីដូចជាធម្មតាហើយគាត់ក៏មិនបានតបតអ្វីដែររួចឆាណាក៏បាននិយាយទៅកាន់សុនវូតែអ្នកកំពុងតែរៀបគម្រោងការសម្រាប់ឪពុកខ្លួនឯងបន្ទាប់មកម៉ារូក៏ប្រាប់ថាមិនមានខ្សាច់ពណ៌លឿងនៅខាងក្រៅទេម៉ារូជាមួយនឹងឆាណាហាក់បីដូចជាបារម្ភនៃការស្លាប់របស់លោកនាយកអេដុលពីព្រោះតែពួកគេទាំងពីរនាក់មិនទាន់ច្បាស់ថាលោកនាយកអេដុលគឺជាបិសាចឡើយប៉ុន្តែសុនវូឲ្យពួកគេចាំបន្តិចសិនលោកនាយកអេដុលដែលកំពុងតែធ្លាក់ពីលើអគារនោះគាត់ក៏និយាយបន្តទៀតថាហើយពិតជារំខានមែនណាបន្ទាប់មកលោកនាយកអេដុលក៏ហោះមកវិញជាមួយនឹងធម្មពលបិសាចខ្សាច់ពណ៌លឿងផងដែរហើយគាត់ក៏អាចបញ្ចេញខ្សាច់ពណ៌លឿងដែលខ្លួនឯងបានផងដែរនៅពេលនោះផងដែរបងស្រីយងអ៊ុនក៏បានមកដល់ជាមួយនឹងកំឡោះសង្ហាទាំងពីរនាក់គាត់សួរថាតើមានរឿងអ្វីហេតុអ្វីបានជាមានខ្សាច់ពណ៌លឿងចឹងបន្ទាប់មកឆាណាក៏និយាយទៅកាន់បងស្រីយងអ៊ុនលោកស្រីប្រធានយើងសូមរាយការណ៍អំពីលោកនាយកអេដុលគាត់ជាប់ពាក់ព័ន្ធជាមួយនឹងការស្លាប់គ្រួសាររបស់ខ្ញុំលោកនាយកអេដុលគាត់និយាយទៅកាន់ពួកគេទាំង3នាក់វិញថាតើអ្នកទាំង3នាក់កំពុងតែសង្ស័យជាមួយនឹងខ្ញុំចុះចំណែកឯក្រុមនៅកោះហ្គេងវ៉ាវិញការស្ងៀមស្ងាត់របស់អ្នកទាំងអស់គ្នានឹងនិយាយប្រាប់គ្រប់យ៉ាងហើយយ៉ាប់មែនតើក្មេងសម័យនេះបន្ទាប់មកលោកនាយកអេដុលក៏បញ្ចេញធម្មពលរបស់គាត់ដែលជាធម្មពលផតថនឹងឯងគាត់ប្រើវាយ៉ាងខ្លាំងនៅចំកណ្ដាលនៃទីនោះរួចគាត់ក៏និយាយថា teleport បន្តិចក្រោយមកពួកគេទាំងអស់គ្នាក៏ត្រូវបាន teleport មកអគារដ៏ចំណាស់មួយអគារដែលគេសាងសង់ឲ្យបោះបង់ចោលធ្វើឲ្យពួកគេទាំងអស់គ្នាពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនបន្ទាប់មកបងស្រីយងអ៊ុនក៏សួរទៅកាន់លោកនាយកថាលោកនាយកតើលោកនាយកកំពុងតែធ្វើស្អីនឹងលោកនាយកអេដុលក៏និយាយទៅវិញថាពួកគេទាំងអស់គ្នាបានសួរសំណួរមកខ្ញុំដូច្នេះខ្ញុំគ្មានជំរឿទេក្រៅពីនេះខ្ញុំមិនអាចឲ្យឈាមជាមួយនឹងស្រីរៀងរបស់អ្នកទាំងអស់គ្នាប្រឡាក់ office របស់ខ្ញុំទេនិយាយហើយលោកនាយកអេដុលក៏ប្រើម្រាមដៃរបស់គាត់ពីរនិងបញ្ចេញធម្មពលហើយធម្មពលនោះទៀតសោតយើងមើលទៅពិតជាខ្លាំងមែនទែនហើយក្បាលរបស់លោកនាយកអេដុលក៏ចាប់ផ្ដើមប្រែរូបរាងទៅជាបិសាចខ្សាច់ពណ៌លឿងទៅមុខបន្តទៀតយើងក៏មិនទាន់ដឹងដែរថាអ្នកទាំងអស់គ្នានេះនឹងត្រូវសរសាច់ឈាមឬអត់នោះទេក៏ព្រោះតែយើងទាំងអស់គ្នាក៏បានដឹងស្រាប់ហើយថាលោកនាយកអេដុលគឺជាអ្នកដែលមានសមត្ថភាពខ្លាំងជាងគេបំផុតនៅពេលបច្ចុប្បន្ននេះចង់និយាយប្រាប់អ្នកទាំងអស់គ្នាថាពិតជាស្ដាយខ្លាំងមែនទែនសាច់រឿងកំពុងតែល្អមើលប៉ុន្តែវាបានបញ្ចប់បាត់ទៅហើយពិតជាសូមអរគុណខ្លាំងមែនទែនទៅដល់អ្នកទាំងអស់គ្នាដែលចំណាយពេលវេលារបស់អ្នកទាំងអស់គ្នា40នាទីជាងដើម្បីទស្សនាវីដេអូមួយនេះហើយសង្ឃឹមថាវីដេអូមួយនឹងផងដែរនឹងជួយអ្នកទាំងអស់គ្នារីករាយហ្នឹងហើយអរគុណអ្នកទាំងអស់គ្នាឥឡូវនឹងចប់ហើយវីដេអូរបស់យើងតែមុននឹងចប់ដូចមុនអញ្ចឹងអរគុណដែលអ្នកជួយជ្រោមជ្រែងមកកាន់ admin តិចសិន
ជាដំបូង admin ពិតជាសូមអរគុណខ្លាំងមែនទែនទៅដល់ជុងតាក់ដែលបានឧបត្ថម្ភ admin ចំនួន 3000 រៀលហើយក៏សូមអរគុណទៅដល់ស៊ីដែនដែលបានឧបត្ថម្ភ admin ចំនួន 5000 រៀលហើយក៏អរគុណទៅដល់វីសាផងដែរដែលបានឧបត្ថម្ភ admin ចំនួន 290 រៀលពិតជាអរគុណខ្លាំងមែនទែនសម្រាប់ 9999 រៀលរបស់សូវ៉ាន់ដេតនៅក្នុងនោះគាត់ក៏បានសរសេរមកដែរថាអរគុណសម្រាប់រឿងខ្សាច់ពណ៌លឿងហើយខ្ញុំបាទ admin ក៏សូមអរគុណដូចគ្នានៅក្នុងការចូលចិត្តវីដេអូរបស់ខ្ញុំបាទពិតជាអរគុណខ្លាំងមែនទែនសម្រាប់មួយចាស់គឺជាឧត្តមបានឧបត្ថម្ភ admin ចំនួន 2222 រៀលហើយគាត់ឧបត្ថម្ភគឺថារាល់ថ្ងៃតែម្ដងគឺគាត់ចង់ដាស់តឿនឲ្យ admin ចេញរឿងឲ្យលឿននឹងឯងពិតជាអរគុណខ្លាំងមែនទែនឧត្តមដែលឧបត្ថម្ភមកកាន់ admin ហើយនិយាយថាអរគុណរាល់ថ្ងៃតែម្ដងសូមអរគុណទៅដល់គ្នាយើងម្នាក់ទៀតដែលមានឈ្មោះថាហៀងហួយគាត់បានឧបត្ថម្ភ admin ចំនួន 951 រៀលអរគុណខ្លាំងមែនទែនវ៉ាវអរគុណខ្លាំងមែនទែនទៅដល់វឌ្ឍនាដែលបានឧបត្ថម្ភ admin ចំនួន 10000 រៀលនៅក្នុងនោះគាត់ក៏បានសរសេរផងដែរអរគុណ admin ដែលចេញរឿងលឿនរឿង 18 Demon ហ្នឹងហើយអ្នកទាំងអស់គ្នាដែលចំណាំមើលអត់ admin ចេញមកទឹកតែ3វីដេអូទេអ្នកទាំងអស់គ្នាប៉ុន្តែ3វីដេអូរបស់ admin ហ្នឹងគឺខ្លឹមដឹងតែ30ទៅ40នាទីហើយជាទូទៅ admin តែងតែចេញនៅថ្ងៃច័ន្ទពុធហើយនៅថ្ងៃសុក្រអញ្ចឹងសូមអរគុណទៅកាន់គ្នាយើងម្នាក់ទៀតដែលមានឈ្មោះថាកំសាន្តវ៉ាន់ឌឿនមិននឹងថា admin អានឈ្មោះត្រូវរកនោះទេប្រសិនបើខុសទាស់សូមអធិស្ឋានផងអរគុណខ្លាំងមែនទែនសម្រាប់ការឧបត្ថម្ភ 4288 រៀលអរគុណដល់គ្នាយើងបន្ទាប់ដែលជាមួយចាស់របស់ admin ដែលមានឈ្មោះថាណងហ្វាគាត់បានឧបត្ថម្ភ admin ចំនួន 4000 រៀលពិតជាអរគុណខ្លាំងមែនទែននៅក្នុងនោះដែរគាត់ក៏បានសរសេរថាសម្រាប់វីដេអូបន្ទាប់សូមអរគុណខ្លាំងមែនទែនទៅដល់ស្រីមុចដែលជាមនុស្សស្រីដែលស្អាតជាងគេបំផុតនៅក្នុងលោកគាត់បានឧបត្ថម្ភ admin ចំនួន 4000 រៀលនៅក្នុងនោះគាត់ក៏បានសរសេរដែរប៉ុន្តែ admin សូមអធិស្ឋានផងដោយសារតែ admin មិនសូវចេះអានអក្សរឡាតាំងនោះទេនៅពេលដែល admin ខំព្យាយាមចំណាយពេលវេលាអស់ជាច្រើនម៉ោងដើម្បីអាន admin ក៏អានកាត់ន័យយល់ដែរថាស្រីមុចគាត់គឺជាសមាជិកថ្មីរបស់ admin ហើយដោយសារតែរឿងរបស់ admin ល្អមើលពេកគាត់ក៏បានជ្រុលដៃឧបត្ថម្ភកាហ្វេមកកាន់ admin តែម្ដងអញ្ចឹងហើយប្រសិនបើ admin អានទៅខុសសូមអធិស្ឋានផងប៉ុន្តែទោះបីជាជ្រុលដៃឬមិនជ្រុលដៃក៏ដោយ admin ក៏សូមអរគុណទៅដល់ស្រីមុចខ្លាំងមែនទែនដែលបានឧបត្ថម្ភមក admin ម្យ៉ាងវិញទៀតក្នុងនាមជាសមាជិកថ្មីទៀតផងយើងនឹងបន្តនៅជាមួយគ្នារហូតដល់ចាស់កៅខ្នងណាឬអត់ស្រីមុចពិតជាអរគុណខ្លាំងមែនទែនទៅដល់អ្នកបន្តដែលមានឈ្មោះថាបញ្ញាបានឧបត្ថម្ភ admin ចំនួន 4000 រៀលផងដែរហើយក៏សូមអរគុណមែនទែនទៅដល់ Ladin ដែលបានឧបត្ថម្ភ admin ចំនួន 5000 រៀលវ៉ាវពិតជាអរគុណខ្លាំងមែនទែនទៅដល់ Sing Hood ឈ្មោះដូចជា admin ចឹងហើយចិត្តល្អដូច admin ទៀតគឺគាត់បានឧបត្ថម្ភ admin ចំនួន 15000 រៀលឯណោះពិតជាអរគុណខ្លាំងមែនទែនសម្រាប់ទឹកចិត្តដ៏ថ្លៃថ្លាមួយនេះមកកាន់ admin ហើយក៏សូមអរគុណទៅដល់អ្នកបន្តរបស់យើងគឺជា Pro ពិសិដ្ឋនៅថ្ងៃនេះផងដែរគាត់បានឧបត្ថម្ភ admin ចំនួន 2168 រៀលហើយគាត់ក៏បានសរសេរដែរថាទឹកចិត្តតិចតួច admin ពិតជាអរគុណខ្លាំងមែនទែន Pro ពិសិដ្ឋដែលជាមួយចាស់របស់ admin នឹងតែងតែឧបត្ថម្ភ admin កន្លងមកសូមអរគុណទៅដល់អ្នកបន្តរបស់យើងដែលមានឈ្មោះថាបូប្រាក់វឌ្ឍនាគាត់បានឧបត្ថម្ភ admin ចំនួន 2500 រៀលផងដែរអ្នកបន្តរបស់យើងគឺមានឈ្មោះថាបញ្ញាដដែលគាត់បានឧបត្ថម្ភ admin ចំនួន 2500 រៀលបន្ថែមទៀតនៅក្នុងនោះផងដែរគាត់ក៏បានសរសេរថាបញ្ញាគាត់បានសរសេរជាអក្សរឡាតាំងដូច្នេះហើយពិបាកមែនទែនសម្រាប់ admin នឹងត្រូវចំណាយពេលវេលាដើម្បីអានអក្សរគាត់ឲ្យយល់គឺគាត់បានប្រាប់ថានេះគឺជាការប៉ាកាហ្វេឲ្យ admin ដើម្បីជាការលើកទឹកចិត្តឲ្យ admin ចេញរឿងឲ្យគាត់មើលបន្ថែមទៀតមិនដឹងថា admin បកប្រែទៅខុសឬក៏ត្រូវយ៉ាងណានោះទេសូមអធិស្ឋានផងវ៉ាវអរគុណទៅដល់គ្នាយើងម្នាក់ទៀតហើយឈ្មោះរបស់គាត់គឺរ៉ាណាគឺមានន័យថាចិត្តល្អគាត់គឺបានឧបត្ថម្ភ admin ចំនួន 20000 រៀលឯណោះនៅក្នុងនោះគាត់ក៏បានសរសេរមកប្រាប់ admin ថាទុកឲ្យ admin ញ៉ាំកាហ្វេពេលសម្រាយរឿងពិតជាដឹងចិត្ត admin ខ្លាំងមែនទែនដឹងថា admin ចូលចិត្តកាហ្វេមែនហើយអ្នកទាំងអស់គ្នា admin គឺមិនអាចអត់កាហ្វេបានទេគ្រប់ពេលដែល admin សម្រាយរឿងគឺត្រូវតែមានកាហ្វេបឺតជាប់ជានិច្ចពិតជាសូមអរគុណខ្លាំងមែនទែនទៅដល់អ្នកបន្តរបស់យើងដែលមានឈ្មោះថាលីតាក៏បានឧបត្ថម្ភ admin ចំនួន 5000 រៀលផងដែរហើយនៅក្នុងនោះគាត់ក៏បានសរសេរដែរថាគាត់មានបានសរសេរផងហ្នឹងអញ្ចឹងសូមអរគុណទៅដល់អ្នកបន្តរបស់យើងដែលមានឈ្មោះថាលីតាដដែលហើយគាត់ក៏ជាមនុស្សតែមួយផងដែរគឺគាត់បានឧបត្ថម្ភ admin ចំនួន 3000 រៀលបន្ថែមទៀតនៅក្នុងនោះគាត់បានសរសេរមែនទែនគឺសរសេរថាគាត់ចង់ឲ្យ admin ចេញរឿងហ្នឹងឲ្យលឿនមកតាមពិតទៅនៅក្នុងចិត្តរបស់ admin ប្រសិនបើ admin មាន10វីដេអូ admin នឹងធ្វើការទម្លាក់ភ្លាមៗឥឡូវនឹងឯងប៉ុន្តែ admin ត្រូវចំណាយពេលវេលាបកប្រែថតសំឡេងក៏ដូចជាកាត់តដើម្បីបានជាវីដេអូឲ្យអ្នកទាំងអស់គ្នាទស្សនាអញ្ចឹងហើយក៏សូមខន្តីអធិស្ឋានផងនៅពេលដែលចេញវីដេអូយឺតយ៉ាវនៃប្រការណាមួយសូមអរគុណអ្នកបន្តរបស់យើងដែលមានឈ្មោះថាសំណាងក៏បានឧបត្ថម្ភ admin ចំនួន 1000 រៀលហើយក៏សូមអរគុណទៅដល់កានហាដែលបានឧបត្ថម្ភ admin ចំនួន 4000 រៀលផងដែរនិងអ្នកបន្តទៀតគឺជាបូណាដែលបានឧបត្ថម្ភ admin ចំនួន 399.50 រៀលពិតជាអរគុណខ្លាំងមែនទែនសម្រាប់ការឧបត្ថម្ភហើយក៏សូមអរគុណមែនទែនទៅដល់អ្នកបន្តរបស់យើងដែលមានឈ្មោះថាសៀវម៉េងគាត់បានឧបត្ថម្ភ admin ចំនួន 2500 រៀលនៅក្នុងនោះក៏បានសរសេរដែរ
ថារឿងស៊ីសាច់បិសាចចេញជំនាញមកបងអស់រឿងមើលហើយនឹងហើយ admin នឹងធ្វើយាមចេញឲ្យបានច្រើនកុំឲ្យដាច់ភាគនៅទាំងអស់គ្នាសម្រាប់កូនបើរបស់យើងគឺមានឈ្មោះថាបុតគុំសួរគាត់បានឧបត្ថម្ភ admin ចំនួន 1170 រៀលផងដែរពិតជាអរគុណខ្លាំងមែនទែនសម្រាប់ការឧបត្ថម្ភមួយនេះហើយក៏សូមអរគុណទៅដល់អ្នកទាំងអស់គ្នាផងដែរដែលមានទឹកចិត្តយ៉ាងថ្លៃថ្លាមកកាន់ admin ដើម្បីឲ្យ admin មានកម្លាំងចិត្តនៅក្នុងការធ្វើវីដេអូមែងវ៉ាបន្តទៀតតាមពិតទៅរកឈប់មួយសាអ្នកទាំងអស់គ្នាបានលុយតិចពេកចំជីវភាពអត់រស់ប៉ុន្តែដោយសារតែការស្រឡាញ់ផងហើយនឹងដឹកអ្នកទាំងអស់គ្នាផងចឹងហើយបានត្រឡប់មកវិញហ្នឹងអរគុណដល់អ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ទីបញ្ចប់យើងនឹងជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណសូមជម្រាបលា